យ៉ាពេល300ឆ្នាំក្នុងលោកនេះខ្ញុំបានឃ្លាតពីរឿងលោកីឥឡូវការប្រតិបត្តិខ្ញុំរីកចម្រើនយ៉ាងខ្លាំងទ្វារអមតៈបាទក្នុងសម័យធម៌ធ្លាក់ចុះនេះនៅតែអាចខ្លាយជាព្រះគាត់ពិតជាអស្ចារ្យណាស់លោកគ្រូបើលោកគ្រូរីករាយនឹងសុខសន្តិភាពនៅស្ថានសួគ៌កុំភ្លេចនាំយើងទៅជាមួយខ្ញុំនៅតែចង់បម្រើលោកគ្រូធ្វើជាអ្នកបម្រើដ៏ស្មោះត្រង់ប៉ាលើកទូរស័ព្ទអ្នកណាក្នុងឱកាសដ៏សំខាន់បែបនេះហេតុអីមិនដាក់រំញ៉ាប៉ាលើកទូរស័ព្ទប៉ាលើកទូរស័ព្ទសុំទោសទូរស័ព្ទខ្ញុំរត់អាឡូមានរឿងអីអញមិនដឹងទេថាខ្ញុំកំពុងប្រតិបត្តិចាំថាកាលពី6ឆ្នាំមុនដែលយើងធ្លាប់ជួបគ្នាមួយនៅបារ6ឆ្នាំមុនឯងជាអ្នកដែលធ្វើឲ្យខ្ញុំភ្ញាក់ពេញមួយយប់មែនទេមកវិឡាទំសុនជួបកូនស្រីអាយុ5ឆ្នាំរបស់ហែងកូនស្រីម៉ាក់មើលឯងនឹងបានជួបបាថាប់ដើម្បីការលូតលាស់របស់កូនស្រីខ្ញុំត្រូវតែរកគាត់អញ្ចឹងខ្ញុំមានកូនស្រី300ឆ្នាំទីបំផុតខ្ញុំមានអ្នកស្នើសូមអបអរសាទរលោកគ្រូដែលទីបំផុតមានកូនថ្ងៃនេះខ្ញុំមិនចង់ឡើងកម្រិតទេខ្ញុំនឹងបន្តនៅថ្ងៃក្រោយលោកចង់មកយកកូនស្រីទេលោកយកឡានខ្ញុំទៅលោកយូរបខ្ញុំទៅចោគ្រឿងអ្នកស្មុគស្មាញពេក Can say បាទលោកគីលីងរឿងព្រេងត្រូវបានគេចិញ្ចឹមដោយជោគជ័យហើយលោកខ្ញុំចង់ជិះវាហើយចង់មានអារម្មណ៍ពីល្បឿនវាលីដូនាំផ្លូវទៅវីឡាធំសុនកំពុងជ្រើសផ្លូវល្អបំផុតឲ្យអ្នកលោកបន្ថយល្បឿនលោកនៅត្រូវការឲ្យខ្ញុំធ្វើបានទៀតទេម៉ាក់គាត់ជាឪពុកខ្ញុំទេអរពីទូកូនម៉ាក់មានប្រយោជន៍ណាស់តែវាយកូនមានឪពុកបែបនេះនេះជាកូនស្រីជាទីស្រឡាញ់របស់ប៉ាមែនទេកូនអាយអញខ្វះសេចក្តីស្រឡាញ់ពីឪពុកតាំងពីយូរមកហើយប៉ាសន្យាថានឹងសងសំណងដល់អញ2ដងលូលូជាកូនស្រីបង្កើតរបស់ហែងបារេងមិនជួបខ្ញុំទេយើងអាចធ្វើតេស្តពីនិតេនពបានមិនបាច់ជាមួយនឹងរូបរាងតូចតាចរបស់ខ្ញុំបើគ្មានសែនល្អរបស់ខ្ញុំទេតាមនោះពូកែដូចចែងអាចកាត់មកបានយ៉ាងដូចចម្ដេចមើលទៅគាត់មិនសូវស្អាត Smarty ទេលូលូទៅគូរូបមួយសន្ទុះទៅប៉ាត់ម៉ាក់ធ្វើឲ្យគ្នាល្អជាមួយប៉ាផងខ្ញុំនឹងទុកឲ្យអ្នកទាំងពីរនៅជាមួយគ្នាលូចេះគិតណាស់នោះមកពីអ្នកចិញ្ចឹមនាងបានល្អប្រាប់ខ្ញុំពីរឿងទាំងអស់មកខ្ញុំបានស៊ើបអង្កេតរួចហើយគ្មានការងារទីងទាត់ឯងពិតជាដឹកនាំក្រុមមួយនៅតំបន់ជាតិក្រុងដែលផ្សព្វផ្សាយគំនីអាបេជំនឿកំណត់គោលដែលលើស្ត្រីមេម៉ាយនិងមនុស្សចាស់ដែលចូលនិវត្តន៍អ្នកមិនចេះគុណភាពទេបើប្រៀបធៀបនឹងចិញ្ចៀននៅលើម្រាមដៃខ្ញុំវាគ្រាន់តែជាឈើធម្មតាមួយប៉ុណ្ណោះខ្ញុំពិតជាដឹកនាំអង្គការមួយប៉ុន្តែខ្ញុំបង្រៀនជំនាញពិតប្រាកដសិស្សរបស់ខ្ញុំសុទ្ធតែអាចទប់ចិត្តបានខ្ញុំហៅឯងមកវិញព្រោះការចិញ្ចឹមកូនត្រូវការសេចក្តីស្រឡាញ់ពីឪពុកខ្ញុំនឹងអោយពេលលែងកន្លះខែបារេងអាចធ្វើឲ្យខ្ញុំពេញចិត្តខ្ញុំនឹងខ្សែងចូលមកតែវិញពេលនោះហែងនឹងខ្លាយជាឪពុកស្របច្បាប់របស់នាងគ្រាន់តែជាឪពុកតាមពិតខ្ញុំអាចធ្វើជាប្តីបានដែរដូច្នេះហើយខ្ញុំមិនហត់ទាល់តែសោះខ្ញុំមិនត្រូវការបរោះទេរាល់ខែខ្ញុំនឹងខ្លាំង30 លានជាប្រាក់ចំណាយចាំទុកចាប់ពីពេលនេះទៅកុំកុហកខ្ញុំសង្ឃឹមថាឯងអាចខ្លាយជាមនុស្សល្អម្នាក់បើឯងមិនបានហៅខ្ញុំមកវិញទេខ្ញុំនឹងខ្លាយជាអមតៈហើយតើខ្ញុំមិនគ្រប់គ្រាន់សម្រាប់អញទេបងស្រីឯងនិយាយអីល
លោកជំទាវគ្រូរបស់កូនស្រីបានមកដល់មាត់ទ្វារហើយគេជើមើលយកព្រម Jameson ខ្ញុំដឹងថាអ្នកធ្លាប់មានជំរឿក្រៃពីរិកស៊ីជាអ្នកបោកប្រាស់ប៉ុន្តែចាប់ពីពេលនេះទៅខ្ញុំសង្ឃឹមថាអ្នកអាចធ្វើជាមនុស្សល្អបានពាក្យស្ហតបែបនោះគុំនិយាយទៀតអី ខ្ញុំគ្រាន់តែនិយាយការពិតបើអ្នកមិនជឿខ្ញុំនឹងបង្ហាញអ្នកពីការបើកទ្វារអចិន្ត្រៃយ៍និងការហោះហើរយកទេ អ្នកអសង្ឃឹមណាស់ អ្នកស្រី Chelsea អ្នកស្រី Chelsea អូគុណដែលខំប្រឹងលឺមកនេះលូនេះគឺលោកលីចង្អែខលទឹកអ្នកចិត្តនិងនេះគឺលោកវ៉ាន់ទូគ្រូបង្រៀនសាណូអន្តរជាតិចាប់ពីពេលនេះទៅពួកគាត់នឹងមកតែមួយដងក្នុងមួយស្តាមកបង្រៀនណា ចាំខ្ញុំអាចបង្រៀនលដោយខ្លួនឯងហេតុអីត្រូវជួលគ្រូ អ្នកបង្រៀន និយាយធំខ្ញុំធ្លាប់ឈ្នះជើងឯកថ្នាក់ជាតិជំនាញនិងបច្ចេកទេសកម្រិតពិភពលោកអ្នកគិតថាអ្នកពូកែជាងខ្ញុំទេអ្នកស្រី Chelsea អ្នកបានអញ្ជើញខ្ញុំមកទីនេះបើអ្នកសង្ស័យខ្ញុំនឹងចាក់ចេញឥឡូវនេះមានស្រីអ្នកមានជាច្រើនកំពុងចាំជួ អ្នកចូលខឹសហើយគាត់មិនមានចិត្តងារប្រមាថណាទេសំទោសគ្រូទាំងពីរអ្នកឥឡូវនេះ សុំទោសសូមខ្ញុំបញ្យល់ខ្ញុំមានន័យថាអ្នកទាំងអស់គ្នាមិនល្អទេ អី ខ្ញុំសំទោសគុំខឹងអ្នកឯងចេញទៅលើ អី ឈប់សិនខ្ញុំមានអារម្មណ៍ថាសេចក្តីថ្លៃថ្នូររបស់ខ្ញុំត្រូវបានប្រមាថយ៉ាងខ្លាំងក្មេងអញ្ចឹងអ្នកឯងមានទំនុកចិត្តណាស់តោះប្រកួតគ្នាមើលបើអ្នកចាញ់សុំទោសយើងភ្លាម Jameson ខ្ញុំកំពុងព្យាយាមជួយលើកកម្ពស់រូបភាពរបស់អ្នកក្នុងផ្នែកលឺគុំធ្វើឲ្យខ្លួនឯងអាម៉ាស់យល់ទេ ស្ត្រីមិនដែលយល់ឡើយបុរសដែលអាចធ្វើឲ្យអ្នកមានផ្ទៃពោះថាគាត់គួរឲ្យខ្លាចប៉ុណ្ណាយកព្រមខ្ញុំទទួលយកលូមើលការសម្ដែងរបស់ប៉ាពេលក្រោយយកទេ អស់ចាទៅប៉ា កូនឯងហែទឹកទាំងអាវអញ្ចឹងទេ ទេទឹកអាងនេះខ្វក់មិនសមនឹងខ្លួនបរិសុទ្ធរបស់ខ្ញុំទេ ល្អសង្ឃឹមថាពេលឯងចាញ់នៅតែអាចឆ្មើងឆ្មៃបែបនេះបានចាប់ផ្ដើម បាក់ហេតុអ្វីប៉ាមិនទាន់លោត គាត់ដឹងថាចាញ់ប្រាក់ហើយទើបគាត់បោះបង់ចោលលឺប្រែងជាគំរូអាក្រៅពេលឡើងទម្លាំគុំធ្វើដូចគាត់អី មិនអីទេប៉ាពូកែណាស់ទៅប៉ាអូខេ Jameson ខ្ញុំពិតជាមិនដឹងថាឯងមកទីនេះត្រឹមត្រូវអត់ម៉ាក់នៅក្រៅកំពុងទទួលទូរស័ព្ទ អូខេ កូនក្រុមហ៊ុនកំពុងប្រឈមវិបត្តិធំមួយមានតែគ្រូសាហាដិនទេដែលអាចជួយបាន ដល់ពេលហើយសំឡាញ់ឲ្យប៉ាបង្ហាញឯងទឹកដៃពិសេសរបស់ប៉ា Scado Clone អូខេ កំសាឯងហ៊ានប្រជែងខ្ញុំមកតាំងមក អូយព្រះឲ្យប៉ាពិតជាអស្ចារ្យណាស់ប៉ាអាចធ្វើជំនាញនោះបានមែនទេប៉ាពូកែណាស់ខ្ញុំក៏ចង់រៀនដែរ កូនអាយនេះគ្រាន់តែជាជំនាញមួយរបស់ប៉ាប៉ុណ្ណោះដែលសាមញ្ញបំផុតប៉ានឹងបង្រៀនកូនទាំងអស់នៅពេលក្រោយយកព្រមទេ ជីហឺ មានកូនស្រីវីជាក្តីរីករាយណាស់នាងសប្បាយជាងការហាត់ធម៌ទៅទៀតហើយមកអង្គុយចុះ លោកគ្រូខ្ញុំខុសហើយតើលោកគ្រូអាចបង្រៀនខ្ញុំបានទេរៀនជាមួយកូនស្រីតូចនោះ កូនអាយឃើញទេបុរសនេះដោយសារតែគាត់ខ្វះការដឹងខ្លួនទើបធ្វើឲ្យខ្លួនឯងអាម៉ាស់បែបនេះដូច្នេះយើងត្រូវធ្វើសកម្មភាពឲ្យកាន់តែចាស់ទុំយកព្រមទេ ប៉ាខ្ញុំនឹងចងចាំមិនដូចពូនេះទេតែគួរឲ្យអាម៉ាស់ណាស់ ត្រូវហើយ ខ្ញុំទទួលស្គាល់ថាការសម្ដែងរបស់អ្នកទើបតែនេះគឺគួរឲ្យភ្ញាក់ផ្អើលប៉ុន្តែការលេងព្យាណូមិនដូចការហែទឹកទេវាជាសិល្បៈជាជំនាញដ៏វិចិត្រអ្នកមិនអាចឈ្នះខ្ញុំបានទេ មិនអីមនុស្សរដប់ដូចខ្ញុំដែលមិនចេះតន្ត្រីសោះថែមទាំងនឹងឈួត
យ៉ាងម៉េចដែរតើខ្ញុំមានសមត្ថភាពបង្រៀនកញ្ញាលូលូ ដោយស្មោះតន្ត្រីឯងដូចចែងសំរាម អ្នក រយចេញបន្តទៀតកូនតន្ត្រីល្អអាចសម្អាតប្រលឹងយើងបានអ្នកស្ដាប់ឲ្យច្បាស់ តន្ត្រីនេះនាំខ្ញុំត្រឡប់ទៅកាលនៅក្មេងយើងកំពុងលេងនៅលើឆ្នេររីករាយនឹងពេលវេលាដ៏ល្អបំផុត នេះហើយជាតន្ត្រីពិតពួកគេអ៊ុយព្រះកូនកុំមើលឈប់មើលទៅ ខ្ញុំមិនដែលឮភ្លេងរំជួលចិត្តបែបនេះទេខ្ញុំមានការបំផុសគំនិតយ៉ាងខ្លាំងខ្ញុំសម្រេចចិត្តរៀនឲ្យខំប្រឹងអរគុណដែលបានណែនាំអញ្ចឹងខ្ញុំទៅផ្ទះវិញហើយ ពីរអ្នកឈួត ប្រាក់លីអូប្រាក់វ៉ាន់តូហេតុអី ចំណេះដឹងខ្ញុំនៅរាក់នៅឡើយខ្ញុំមិនមានសមត្ថភាពបង្រៀនអ្នកទេលោកស្រីសុំទោស ហេ ណាដឹងទេពួកគេពូកែណាគ្រូផ្សានូនិងគ្រូហែលទឹកខ្ញុំពិបាករកហ្គេមណា ខ្ញុំគ្រាន់តែត្រូវទៅបង្ហាញខ្លួនហើយខ្ញុំអាចធ្វើឲ្យពូទេពកោសលដែលអ្នកនិយាយនោះមើលមកខ្ញុំដោយផ្នែកថ្មី ពួកគេខឹងនឹងណាស់ហើយក៏ចេញទៅ ខ្ញុំ ម៉ាក់យកខុសពីប៉ាហើយប៉ាពូកែណាស់ចាប់ពីពេលនេះទៅប៉ាអាចបង្រៀនខ្ញុំបាន សូម្បីតែកូនក្មេងក៏ដឹងការពារកាទីស្នាណាអាចចម្លងបន្តិចទេលូលូចាំបន្តិចមកមានការប្រជុំដូច្នេះប៉ានឹងនាំគូនទៅហាងសាក់អង្គយល់ទេ តែខ្ញុំចង់ឲ្យម៉ាក់និងប៉ាញ៉ាំជាមួយខ្ញុំបានទេ កូនស្រីខ្ញុំល្អណាស់គ្រូសាយើងទាំង3នាក់កុំឡបានជួបជុំគ្នាណាស់មកញ៉ាំជាមួយគ្នាទៅ ឡើងកុំប្រាខ្ញុំ កូនកំពុងមើលចូលមកចិត្តបន្តិច ហើយកាយចង់ដោះស្រាយវិបត្តិក្រុមហ៊ុនមានតែកូនព្រឹស្វង្សគ្រួសារហេតុតែដែលអាចជួយបានណាមិនអាចជួយបានទេដូច្នេះកុំធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ សម្លាញ់វិបត្តិអីប្រាប់ខ្ញុំមកត្រូវការមនុស្សលុយយឺទំនាក់ទំនងខ្ញុំអាចដោះស្រាយដោយគ្រាន់តែទូរស័ព្ទមួយដង ខ្ញុំសុំតែណាជួបអ៊ូដឺលំហើយទៅនៅជាមួយកូន ប៉ាហេតុអីប៉ាមិនប្រើឡានដែលម៉ាក់ឲ្យ ព្រោះឡាននេះមិនសមនឹងឋានៈរបស់ប៉ាទេ ម៉ាក់ថាប៉ាមកពីគ្រួសារធម្មតាមិនមានលុយច្រើនទេអញ្ចឹងលូលូគ្រាន់តែត្រូវការឡានធម្មតា អូន ជំរាបសួរលោកម្ចាស់អ្នកម្ចាស់ កូនជាធម្មតាពេលប៉ាចេញទៅប៉ាមិនយកឡានទេតែថ្ងៃនេះប្រហែលជាភ្លៀងអញ្ចឹងជ្រើសរើសឡានណាក៏បានដែលកូនចង់ ប៉ាតើប៉ាពិតជាមកពីគ្រួសារធម្មតាមែនទេ កូនកុំផឹកពេកចាប់ផ្អែមទាំងនេះវាមិនល្អសម្រាប់សុខភាពទេកូនសាក់លបងអសថវិញ្ញាណដែលប៉ាទុករាប់ឆ្នាំមើលអូខេ អូខេ ឆ្ងាញ់ទេ ឆ្ងាញ់ មួយក្តោបអាចពន្យាអាយុអ្នកម្ចាស់ផឹកបែបនេះអូនអាចរស់ជារៀងរហូត មានតែគ្រួសាររបស់ម្ចាស់ទេដែលអាចចិញ្ចឹមកូនបែបនេះបាន ពិតមែន ប៉ាខ្ញុំឃ្លាន ឃ្លានចង់ឲ្យប៉ាធ្វើម្ហូបឲ្យញ៉ាំទេ អូខេ ញាក់នៅជាមួយកូនស្រីខ្ញុំ
ចាស់ចាស់ ចា ចាស់ ស់ចាស់កូនគួរឲ្យស្រឡាញ់ណាស់តាលោកតាមើលទៅដូចអ្នកមានបំផុតនៅទីក្រុងដាសាអ្នកដែលតែងតែនៅលើកញ្ចក់ទូរទស្សន៍ អ្នកម្ចាស់គ្រាន់តែហៅខ្ញុំថាអាម៉ាន់ដោយសារការណែនាំរបស់លោកម្ចាស់ខ្ញុំពិតជាទទួលបានជោគជ័យខ្លះបើនាងចូលចិត្តអ្នកម្ចាស់ខ្ញុំនឹងធ្វើឲ្យនាងខ្លាយជាអ្នកមានបំផុត ណាំចាស់ចាប់ពីពេលនេះទើបភ្នំលងហ៊ូជារបស់នាង ពីកាយធានក៏ដូចគ្នាវាំងផ្កាក៏ដូចគ្នាធ្វើគ្រួសារបែបណានេះ អូទេអញចង់ស៊ីខ្ញុំហើយ ខ្ញុំបានប្រឹងប្រែងហាត់ធម៌អស់800ឆ្នាំហើយចិត្តនឹងឈានដល់ការបំបែកដំណាក់តែត្រូវគេបណ្ដេញចេញ Slap Harry អេងចង់ស៊ីសិទ្ធវិញ្ញាណជួយផង ថ្ងៃនេះខ្ញុំត្រូវឲ្យកូនស្រីខ្ញុំញ៉ាំអាហារបន្ថែម ខ្ញុំឈ្នះទៀតហើយ ឯងឈ្នះទៀតហើយតាបាវនាគៀវចុងក្រោយនៅលើលោក ខ្ងោកចុងក្រោយនៅលើលោក ព្រៀបប្រហំចុងក្រោយនៅលើលោក ទាំងអស់ត្រូវបំផ្លាញអស់ Chelsea មនុស្សគ្រប់គ្នានៅក្រុងសាន់ដូដឹងថាខ្ញុំស្រឡាញ់អ្នកប៉ុណ្ណារៀបការជាមួយខ្ញុំហើយឲ្យខ្ញុំនៅជាមួយអ្នកជារៀងរហូតខ្ញុំស្មោះត្រង់ សំទួលខ្ញុំមិនមានគម្រោងរៀបការទេ ខ្ញុំអ្នកមានហើយស្អាតទៀតជំនាញខ្ញុំស្ថិតក្នុងលេខ3នៅក្នុងចំណាត់ថ្នាក់មេឃខ្ញុំខ្វះអីហេតុអីអ្នកតែងតែបដិសេធខ្ញុំ លោកបូប៊ីតកុំខឹងពេលស្ត្រីម្នាក់និយាយតែគាត់ពិតជាមានន័យទៅចាស់ខ្ញុំសូមនិយាយជាមួយនាងសិនចាំដំណឹងពីខ្ញុំនៅផ្ទះ អញ្ចឹងប៉ុន្តែខ្ញុំសង្ឃឹមថាអ្នកដឹងវិបត្តិគ្រួសារហានេះអាចសង្គ្រោះបានតែខ្ញុំទេ កូនពេលនេះមិនមែនតែក្រុមហ៊ុនកំពុងប្រជុំវិបត្តិហិរញ្ញវត្ថុសុខភាពតែណាក៏កំពុងជោគសយដែរថ្ងៃស្អែកជាថ្ងៃកម្ល៉ាគម្រប់70ឆ្នាំរបស់ដាណាយាយណាបានអញ្ជើញវិទ្យបណ្ឌិតរ៉ាន់ដុំព្យាបាលគាត់វិទ្យបណ្ឌិតសាហ៊ីលដាក់លក្ខណ្ឌមួយគឺឯណារៀបការជាមួយគាត់ អី Hello គ្រូសាហេនីស្តទីបញ្ចប់ហើយមានតែរៀបការចូលគ្រូសាអ្នកមានអំណាចទើបអាចជួយឲ្យគ្រូសាងើបឡើងវិញលោកបូប៊ីនិងវិទ្យបណ្ឌិតរ៉ាន់ដូសុទ្ធតែជាមនុស្សពូកែជ្រើសរើសមួយ ចុះបើខ្ញុំរកអ្នកណាល្អជាងពួកគេល្អជាងរ៉ាន់ដូនិងបូប៊ីអញ្ចឹងប្រហែលជាយើងអាចដាក់សម្ពាធពួកគេហើយជួយយើងឆ្លងផុតវិបត្តិនេះនិងព្យាបាលតាអ្នកចម្បាំងមេឃមិនដែលបង្ហាញមុខពិតរបស់គាត់អត្តសញ្ញាណពិតរបស់គាត់បានคล้ายជាចំណុចផ្ដោតអារម្មណ៍របស់សាធារណជនដទៃទៀតខ្ញុំបានជួបឪពុកបង្កើតរបស់លូលូ ណាណា អ្នកចម្បាំងមេឃហើយ Jason ធ្វើពិធីអ្នកចម្បាំងមេឃហើយសម្ដែងក្នុងពិធីខួបកំណើត Nice Fair ប៉ាបាយដែលប៉ាធ្វើនឹងពិតជាឆ្ងាញ់ណាស់ ពិតមែនប៉ាអាចធ្វើម្ហូបបានច្រើនមកប៉ានឹងឲ្យកូនអំណាយមួយទៀត ប៉ាតើប៉ាគិតថាកូនល្ងងមែនទេប៉ាតែងតែធ្វើឲ្យកូនអាម៉ាស់ កូនមិនដឹងទេនេះមិនមែនជាប្រដាប់ផាត់ធូលីធម្មតាទេធម្មតាមួយនេះធ្វើពីឈាមហ្វេនិកនាគនិងខ្នោកជាឧបករណ៍កម្រិតខ្ពស់វាខ្លាំងណាស់ ពិតមែន ពិតមែនជាមួយប្រដាប់ផាត់ធូលីនេះយើងនឹងរើសផ្លែប៉ៃវេតមិនម៉ាក់កូនដើម្បីកុំឲ្យម៉ាក់ថាយើងញ៉ាំដោយមិនចាំយើងមិនបានហៅម៉ាក់ទេម៉ាក់ប្រកាសជាខឹង ប៉ាគិតច្រើនណាស់ពេលម៉ាក់ត្រឡប់មកវិញកូននឹងជួយប៉ាលួងម៉ាក់ ល្អកូនស្រីពិតជាគួរឲ្យស្រឡាញ់ណាស់ ទីណូសេឡូជំរាបសួរគ្រូអ្នកមកធ្វើអីនេះក្រោមការដឹកនាំរបស់គ្រូខ្ញុំបានវាយលុក10ប្រទេសលោកខាងលិចហើយឈ្នះធំខ្ញុំចង់សងគុណលោកគ្រូខ្ញុំគ្រាន់តែបង្រៀនអ្នកនៅល្បិចខ្លះខ្ញុំមិនទាន់ជាគ្រូរបស់អ្នកទេ តែអ្នក អូកូនលឿនណាស់ឲ្យប៉ានាំអូនហោះបានទេ ប៉ាអាចហោះបានមែនទេ ពិតមែនមកនេះ
រួចរាល់ហើយ ចង់ គ្រូតើខ្ញុំពិតជាមិនស័ក្តិសមជាកូនសិស្សរបស់គ្រូទេគ្រូ កូនគិតច្រើនពេកហើយ គ្រាន់តែអាចកាន់ស្បែកជើងរបស់គ្រូបានក៏គួរឲ្យសរសើរហើយ ត្រូវហើយចង់បានអីទៀត ហេហេហេ តើអ្នកជាមនុស្សពូកែទាំង4នៃក្រុងដាចៅ ខ្ញុំបានប្រាប់កូនហើយកុំញ៉ាំពេលកំពុងហោះ សុំទោសប៉ា អូខេសំណាងណាស់គ្មានអ្នកណាឈឺចាប់ទេក្រោយមកប្រាប់អ្នកមានបំផុតក្នុងក្រុងដាចាឲ្យគេបង់ប្រាក់10ដងតើ នៅស្មៀវមកនេះណាតណាមហេតុអីខ្ញុំតាក់ទងអ្នកមិនបាន ព្រោះនៅលើមេឃគ្មានសញ្ញាទេ លើមេ ម៉ាក់ប៉ាពូកែណាស់គាត់មិនត្រឹមតែស្គាល់អ្នកសំខាន់ច្រើនទេថែមទាំងអាចហោះបានទៀត ហោះ ចង់សាកល្បងទេ មានធូលីនៅទីនេះខ្ញុំនឹងមានអាឡៃសេJameson ខ្ញុំបានប្រាប់អ្នកហើយច្រើនដងកុំអួតនៅមកកូនក្នុងមួយថ្ងៃនេះកូនការបស់គាត់បានផ្លាស់ប្ដូរគាត់មិនដែលនិយាយបែបនេះទេ នោះព្រោះពីមុនខ្ញុំមិននៅសម្រាប់ខ្ញុំការហោះដាវគឺគ្រាន់តែជាការហ្វឹកហាត់មូលដ្ឋានអ្នកចង់ឲ្យខ្ញុំនាំអ្នកហោះដែរទេ អូចិត្តនឹងណាស់ហើយ ម៉ាក់អ្នកត្រូវតែទុកចិត្តប៉ាហើយក៏ត្រូវទុកចិត្តការសម្រេចចិត្តខ្លួនឯងដែរគាត់មិនមែនជាមនុស្សធម្មតាទេគាត់អស្ចារ្យណាស់ ម៉ាក់ជាកូនហើយកូនសំឡាញ់ម៉ាក់យល់ច្រឡំរឿងកូនថ្ងៃស្អែកហើយម៉ាក់នឹងឲ្យគាត់ចេញទៅផ្លែមលូលូតមូតកលោនេះតយុបនេះម៉ាក់នឹងតបកូន តែកូនចង់ឲ្យប៉ាអបកូន អូកូនស្រីខ្ញុំចេះធ្វើមុខគួរឲ្យស្រឡាញ់ហើយខ្ញុំយល់ស្របដែរ ពិតមកទៅលូលូទៅចុះ ប៉ាកុំបារម្ភឆាប់រយឺតកូននឹងធ្វើឲ្យប៉ាអាចអបទាំងម៉ាក់និងកូន អាស្រ័យលើកូនហើយ ថ្ងៃស្អែកជាតិនៃកំណើតរបស់ជីតាខ្ញុំចង់ឲ្យណាត់ទៅជាមួយខ្ញុំ ល្អណាស់យុវរបស់ទាំងនេះទៅជាអំណាចថ្ងៃកំណើត សូមកុំធ្វើឲ្យខ្ញុំអាម៉ាស់មកទៀតថ្ងៃស្អែកខ្ញុំចង់ឲ្យអ្នកចូលរួមជាប្រជាសង្គ្រាមមេ អីខ្ញុំត្រូវធ្វើពុតជាអ្នកដតីទេខ្ញុំជាខ្ញុំមិនដូចអ្នកណាទេខ្ញុំអស្ចារ្យដូច្នេះហើយហេតុអីត្រូវធ្វើពុតជាអ្នកដតី នេះជាបញ្ជាបារាំងមិនយល់ព្រមចេញទៅ ខ្ញុំនឹងទៅជាមួយឯងយល់ព្រម ចាំអត្តសញ្ញាណរបស់ហែងជាប្រសង្គ្រាមមេមិនត្រូវបង្ហាញឲ្យដឹងឡើយ បាទស្រីនេះតែងតែធ្វើឲ្យខ្ញុំទាបថ្នាក់ហើយធ្វើពុតជាមនុស្សធម្មតាខ្ញុំគួរធ្វើយ៉ាងម៉េច ម្យ៉ាងទៀតនេះគឺជាប្រារបស់លូលូ Jensen Lee Arm សួស្តីអ្នកទាំងអស់គ្នា ទាំងនេះជារបស់កំណត់ចំនួនទាំងអស់ប៉ារបស់ខ្ញុំបានប្រើការទំនាក់ទំនងហើយចំណាយប្រាក់ច្រើនដើម្បីទិញវាមកុដនេះធ្លាប់ត្រូវបានពួកអភិជនបរទេសពាក់ខ្ញុំមើលទៅដូចព្រះនាងទេស្អាតណាស់កុំប៉ះរបស់ខ្ញុំម៉ាក់ថាឯងជាក្មេងព្រៃគ្មានឪពុកខ្ញុំមិនចង់លេងជាមួយឯងទេ ហេកូន លូលូ មានរឿងអីកូន អ្នកសុំទាននេះប៉ះរបស់ខ្ញុំ មកលេងជាមួយយើងផង នាងកខ្វក់ហើយស្អុយខ្ញុំមិនចង់លេងជាមួយនាងទេ ឯង ម៉ាក់ខ្ញុំថាឪពុកវាជាមនុស្សកំសាកវាជាកូនកំផែម៉ាក់វាបានបង្កើតវាជាមួយបុរសផ្សេង អ្នកណាបង្រៀនឯងឲ្យនិយាយបែបនេះលូលូកុំខ្លាចគេនិយាយយត់ប្រយោជន៍ កូនស្រីខ្ញុំនិយាយខុសអីនាងមិនមែនជាកូនកំផែរបស់ឯងនឹងមនុស្សកំសាកនោះ
Sassy អេងឆ្កេងបរ៉េងធ្វើទ្រវហ៊ានទទួលខុសត្រូវអេឡូក្រុមហ៊ុនកំពុងមានវិបត្តិហើយដារបស់ហេងស៊ឺឯងបោះបង់គ្រួសារហើយមកនៅជាមួយមនុស្សកំសាកនេះឯងមិនសំដឹកនាំគ្រួសារនេះតតែសោះ Skenny ឈប់ពីតំណែងប្រធានហើយចេញពីគ្រួសារ Hannister សូមទោសម៉ាក់វាជាកំហុសរបស់ខ្ញុំទាំងអស់ខ្ញុំមិនគួរបង្ករឿងទេ កូនឯងពិតជាចូលចិត្តរបស់លេងទាំងនេះមែន តុកតា Barbie និងមកុដរបស់វាស្អាតណាស់ ដូច្នេះឲ្យប៉ាទិញវាឲ្យកូនបានទេ បាន ទិញយកលុយណារបស់លេងទាំងនេះជាកំណែកំណត់វាមានតម្លៃរាប់លានទៅរាប់សិបលាននេះគ្រាន់តែជាផ្នែកតូចមួយនៃរបស់លេងកូនស្រីខ្ញុំមនុស្សចាញ់ដូចឯងមានលុយទិញវាដូចម្ដេច ប៉ាស្រឡាញ់ខ្ញុំជាងគេអ្នកសុំទានតូចខ្ញុំមានប៉ាល្អប៉ាឯងក្រហើយជាមនុស្សចាញ់ មកុដនោះធ្លាប់ត្រូវបានពាក់ដោយព្រះនាងដៃអានវាមានតម្លៃរាប់លានផោនមិនអីទេឯងមើលមិនឃើញផងចង់ទិញសុបិនទៅ ប៉ាខ្ញុំល្អជាងគេគាត់មិនត្រឹមតែមានគាត់ក៏ស្គាល់អ្នកមានឥទ្ធិពលច្រើនដែរតាំងពីកើតមកខ្ញុំជាព្រះនាងព្រើលឯងនឹងនៅតែជាកូនទាអាក្រក់ជារៀងរហូត Lulu កុំកាត់ទឹកខុយម៉ាក់នឹងទិញឲ្យកូនអូខេ តើអ្នកកំពុងប្រើលុយគ្រួសារដើម្បីចិញ្ចឹមកូនខុសច្បាប់នេះខ្ញុំមិនយល់ព្រមទេ ត្រឹមត្រូវហើយស្ត្រីថោកទាបដូចណាតែណាអាចគ្រប់គ្រងក្រុមហ៊ុនបានដោយរបៀបណាបើណាដឹងថាវាល្អសម្រាប់ណាយកកូនស្រីរបស់ណានិងមនុស្សសេតប្រយោជន៍នេះហើយទៅសំទាន កុំធ្វើបាបម៉ាក់ខ្ញុំប៉ាខ្ញុំមិនមែនជាមនុស្សឥតប្រយោជន៍ទេគាត់អស្ចារ្យណាស់ ខ្ញុំនឹងឲ្យអ្នក5នាទីដើម្បីយករបស់ក្មេងលេងដែលកូនស្រីខ្ញុំចូលចិត្តមកដាក់នៅមុខខ្ញុំ 5នាទីតើអ្នកគិតថាអ្នកជាអាបធ្មប់ឬសាន់តាក្លូសតើអ្នកអាចស្រង់របស់ចេញពីខ្យល់បានទេ គូឲ្យ awesome nerd Chelsea ដារបស់អ្នកធ្លាប់លួងលោមណាស់តែខ្ញុំមិនលួងលោមទេអ្នកបង្កើតកូនខុសច្បាប់នោះហើយធ្វើឲ្យគ្រួសារ Hannis up on Catius ឥឡូវនេះជំរឿសតែមួយគត់របស់អ្នកគឺរីកាចូលគ្រួសារអ្នកមានដើម្បីជួយគ្រួសារ Hannis បើមិនដូច្នោះទេខ្ញុំនឹងបណ្ដេញអ្នកចេញពីផ្ទះ អ្នកចាស់អាក្រក់ហេតុអី ប៉ាមនុស្សលយត្រូវការរក្សារូបភាពលយឲ្យខ្ញុំនិយាយវិញ មិនអីទេ អ្នកថាប៉ាខ្ញុំជាមនុស្សឥតប្រយោជន៍តែបើគាត់អាចរកឃើញអ្វីដែលល្អជាងនេះ បើគាត់រកអ្វីល្អជាងនេះបានខ្ញុំនឹងហៅគាត់ថាប៉ាខ្ញុំនឹងស៊ីដីនៅចំពោះមុខបើពុកឯងធ្វើមិនបានមិនត្រឹមតែគាត់ត្រូវចាក់ចេញពីគ្រួសារហានេះទេគាត់ថែមទាំងត្រូវវាកាត់ក្រោមជើងខ្ញុំ ព្រម Lulu អេងថាម៉េចគាត់គ្រាន់តែនិយាយស្គួតមិនរាប់ទេ ឆ្កេញីឥឡូវមិនមែនជាពេលតែត្រូវដកថយទេខ្ញុំនឹងឲ្យឯង4នាទីដើម្បីចាក់ចេញពីគ្រួសារហានេះដោយស្ម័គ្រចិត្ត កូននេះជារបស់ហេងហើយផ្ទៃនេះជាជំរឿរបស់ហេងជូត្រាំនឹងផលវិបាក Jason ឯងបង្រៀនកូនអីនាងនៅគីមួយយ៉ាងតែមួយថ្ងៃទេហើយគោលការណ៍ទាំងអស់របស់នាងខូចទៅ មានន័យថាកូនយើងធំឡើងហើយជារឿងល្អទេ ឯង ម៉ាក់ឯងត្រូវជឿទុកចិត្តប៉ាឯងមិនជឿគាត់ទេយ៉ាងហោចណាស់ជឿខ្ញុំ កូនស្រីរបស់ម៉ាឯងខ្លាយជាមនុស្សបែបនេះដោយរបៀបណា ស្មងយកចោលទាំងពីររបស់ខ្ញុំទៅបន្ទប់ធ្វើការកុំឲ្យមនុស្សអាក្រក់នោះបំផ្លាញពួកគេអេងផងចេញពីគ្រួសារ Hannis ឥឡូវនេះចាប់ពីពេលនេះទៅ Chelsea នឹងរៀបការជាមួយ Londo ចេញឥឡូវនេះ យកកូនអាក្រក់របស់ហេងហើយចេញទៅ វាចេញពីទីនេះវា ចេញផ្លូវ ញៀវគិតយោបានមកដល់ហើយអាម៉ាន់មេរ៉ុនជាអ្នកមានបំផុតនៅក្រុងដាសា Jackie Sanis មកពីភ្នំអ្នកខ្លា យ៉ាន់ទីយូស៊ុហ្វមកពីវាំងកាស៊ីទីនេលីមកពីនិកាយស្ថានសួគ៌ បានមកថ្វាយអំណោយសម្រាប់នារីតូច វ៉ាវអូព្រះជួយម៉ាក់ប៉ាមិនបានកុហកទេមែនទេនេះជាអំណាចប៉ា លោកពេលវេលាទាំងណាស់យើងគ្មានពេលរៀបចំអំណោយទេយើងត្រូវតែទិញក្រុមហ៊ុន Dinosaur Park នេះជាកិច្ចសន្យាទិញយកសម្រាប់ Dinosaur Park ក្នុងស្រុកលោកស្រី Summer នេះជាកិច្ចសន្យាទិញយកសម្រាប់ Dinosaur Park នៅក្រៅប្រទេសនេះជាកិច្ចសន្យារបស់ក្រុមហ៊ុនភាពយន្ត Dinosaur Park
អ្នកទាំង4ធ្វើញែវញ៉ៃណាស់កូនស្រីខ្ញុំនៅតូចនៅឡើយហេតុអ្វីឲ្យនាងក្រុមហ៊ុនច្រើនម្លេះតុក្កតានៅឯណាព្រះនាងព្រិលនៅឯណា ប៉ាពូកែណាស់ពីនេះទៅខ្ញុំនឹងឲ្យឌីណូសរផាកសបផ្សាយវប្បធម៌របស់ក្រុងដាសា អូកូនស្រីសម្លាញ់ឆ្លាតខាងជំនួញណាស់ដូចប៉ាដោយកូនហ่าទេទម្លាក់របស់ហើយចេញទៅហេ លាហើយលោកស្រីតើបរិះនេះជានរណាមិនជឿថាគាត់អាចហៅអ្នកធំមកបានច្រើនម្លេះ បុរសនោះទៅតែហាក់ដូចជាអ្នកមកពីក្រុងដាសាជាអ្នកមានបំផុតដែលបាត់ខ្លួនតាំងពីយូរមកហើយខ្ញុំមើលខុសឬ អាចទៅរួចមែននោះគាត់គ្រាន់តែជាអ្នកចាញ់ធ្វើមិនគាត់ទៅជាអ្នកធំបានតែមនុស្សទាំង4នាក់នោះជាមនុស្សចាស់និងស្រីមេម៉ាយូនៅដែលគិនសិនបោអត់ទេខ្ញុំត្រូវធ្វើឲ្យពួកគេជឿទាំងស្រុង Stop នេះអាចសញ្ញាណពិតរបស់តែខ្ញុំគឺថាជាអ្នកចម្បាំងមេឃដែលធ្វើឲ្យពិភពលោកញាក់ផលទៅប្រជាសង្គ្រាមដូច្នេះគ្រាន់តែជួបគ្នាមួយយប់ធ្វើឲ្យគាត់ខ្លាយជាប្រជាសង្គ្រាមហើយដែលពិតជាសំណាងណាស់ ប្រជាសង្គ្រាមមែនវត្តមានសូមអង្គុយ ហាខ្ញុំ ចាំតាមពិតគាត់មិនមែនជាព្រះចៅសង្គ្រាមទេ អ្នកជានរណា នេះហើយជាបរិះដែលលោកយាងរកឲ្យណាអ្នកគ្រប់គ្រងវ័យក្មេងនៃសាសនាគូពងស្នេហា Londo Sahir បណ្ឌិត Londo បណ្ឌិត Londo តើលោកមាននិតយ៉ាងណា ព្រះចៅសង្គ្រាមនិងខ្ញុំជាអ្នកជំនាញកម្ពុជាទាំង3នៅលើបញ្ជីឋានសុខយើងជាមិត្តចាស់នឹងគ្នាប៉ុន្តែមនុស្សនៅពីមុខខ្ញុំច្បាស់ជាមិនមែនជាព្រះចៅសង្គ្រាមទេហើយឈុតឆាកទៅតែនេះគឺជាអ្នកបោកប្រាស់ដែលគាត់បានជួលដើម្បីបញ្ឆោតអ្នកទាំងអស់គ្នា ណាប់បោកប្រាស់ គាត់ច្បាស់ជាអ្នកបោកប្រាស់ពិតប្រាកដ កូនកើតរឿងអីគេនឹង មើលខ្លួនឯងទៅខ្ញុំប្រាប់ហើយកុំខ្លាញ់បន្លំគេធ្វើជាខ្លួនឯងមិនប្រសើរជាងទេឥឡូវគេចាប់អ្នកបានហើយ វិតម៉ាត់ Chelsea ដើម្បីកិត្តិយសគ្រួសារអ្នកពិតជាឲ្យគាត់ខ្លែងបន្លំជាអ្នកចម្បាំងមេឃអ្នកបាននាំភាពអាម៉ាស់មកគ្រួសារហានេះ Chelsea នេះគឺវិជ្ជាបណ្ឌិត Londo គាត់ពូកែទាំងខាងពេទ្យនិងខាងវឹកហាត់ចាប់ពីពេលនេះទៅគាត់ជាប្តីរបស់អ្នក យេខ្ញុំមិនរៀបការជាមួយគាត់ទេ វិជ្ជាបណ្ឌិតឡុងដូយើងបានអញ្ជើញគាត់មកជាពិសេសដើម្បីព្យាបាលលោកតាលក្ខខណ្ឌគឺអ្នករៀបការជាមួយគាត់ហេតុអីគ្រាន់តែអ្នកគិតតែពីខ្លួនឯងអ្នកសុខចិត្តមិនអើពើលោកតាទេ លោកយាយខ្ញុំពេញចិត្តនឹងកញ្ញា Chelsea ណាស់ឥឡូវសូមទៅនាំលោកតាចេញមកដើម្បីឲ្យខ្ញុំអាចព្យាបាលគាត់ភ្លាម ដូច្នេះសូមរំខានលោក Londo ដូច្នេះតើយ៉ាងម៉េចដែរលោក Londo លោកតាមិនអាចព្យាបាលនៅកន្លែងផ្សេងបានទេតែសម្រាប់ខ្ញុំគ្មានបញ្ហាទេ វ៉ាវអរចាពូកែណា ហេសម្ពាធឈាមទៀតជាសញ្ញានៃភាពចាស់បើឯងប្រើចាក់មជុលបែបនេះឯងនឹងសម្លាប់គាត់ អូខ្ញុំមិននឹកស្មានថាឯងចេះថ្នាំផងហួរតែឯងមិនគួរធ្វើឆ្លាតនៅមុខខ្ញុំទេមើលខ្ញុំសង្គ្រោះតាហើយធ្វើឲ្យឯងអាម៉ាស់ តាភ្ញាក់ហើយ លោកភ្ញាក់ហើយ គ្រូពេទ្យល្បីជាច្រើនគ្មានអ្វីធ្វើបានតែលោក Londo ចូលមកហើយសង្គ្រោះគាត់ភ្លាមពិតជាអស្ចារ្យណាស់ ឥឡូវឯងមានអ្វីត្រូវនិយាយលុតជង្គង់ចុះ ឥឡូវគាត់នៅរស់បានតែប៉ុណ្ណឹង 2 ឆ្នាំហា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  3 2 1 វាអាចកាត់ឡើងយ៉ាងម៉េចមានរឿងអី លោក Londo មានរឿងអី គាត់លេងដកដង្ហើមហើយ ហួយប្រះប្តីខ្ញុំ អ្នកមិនអាចស្លាប់ទេលោកឡាន់ដូអ្នកគួរតែព្យាបាលតាខ្ញុំមែនទេហេតុអីគាត់ស្លាប់ ខ្ញុំដឹងយ៉ាងម៉េចរាងកាយគាត់ខ្សោយណាស់ទេខ្ញុំត្រូវរកអ្នកផ្សេងមកទទួលកំហុសជាក់ស្ដែងខ្ញុំបានសង្គ្រោះគាត់រួចហើយវាគឺដោយសារតែអ្នករំខានខ្ញុំធ្វើឲ្យខ្ញុំខកខានចាក់មួយដងវាជាកំហុសរបស់គាត់ទាំងអស់
តើអ្នកហ៊ានវាយខ្ញុំទេ អ្នកដឹងទេថាអ្នកកំពុងនិយាយជាមួយនរណាមនុស្សដំបងដែលស្រែកដាក់ខ្ញុំបែបហ្នឹងគេបានកប់ចោលអស់ជាច្រើនឆ្នាំហើយ តែភ្ញាក់ឡើងតែ វាដោយសារតែអ្នកនាំអ្នកចាន់គែមអ្នកនេះមកអ្នកសម្លាប់គាត់ អញ្ចឹងគាត់ស្លាប់ហើយធ្វើម៉េចសូម្បីតែសេចក្តីស្លាប់ខ្លួនឯងក៏មិនហ៊ានមើលមុខខ្ញុំដែរ ណាថាទេ សម្លាញ់ចេញទៅខ្ញុំនឹងបង្ហាញអ្នកថាខ្ញុំធ្វើបានអីខ្លះ ហេឯងធ្វើអី ហាហាហាឯងចាក់សូដាឲ្យគេឯងឈួតហើយ គាត់ស្លាប់ហើយអញមិនអោយគាត់សម្រាប់ទេ ស្កេងឯងនាំនោះដូចគាត់មកទីនេះគ្រូសារែងទាំងមូលត្រូវស្លាប់ជួបរកគ្រឿង ឯងធ្វើអីគេរបស់នេះថ្លៃណាស់ ខ្ញុំអត់ទ្រាំនឹងឯងទៀតហើយ ឯងវាយខ្ញុំ ខ្ញុំគិតថាបើខ្ញុំទ្រាំខ្ញុំនឹងឃើញឯងប្រែប្រួលបន្តិចចំដងតែខ្ញុំខុសអ្វីដែលខ្ញុំឃើញពីឯងគឺមានតែការខកចិត្តគ្មានសង្ឃឹមសូម្បីតែបន្តិចខ្ញុំពិតជាប្រាថ្នាថាលូក៏មាននៅពុកដូចឯង ខ្ញុំ បាក់ឈប់ឆ្លោះជាមួយប៉ាទៅ ដើម្បីកូនខ្ញុំមិនចង់ឆ្លោះជាមួយឯងទេការយល់ច្រឡំនិងការរើសអើងរបស់ឯងមកលើខ្ញុំនឹងរលាយបាត់ក្នុងរយៈពេល3វិនាទី 3 កំសាក Chelsea អត់ទ្រាំនឹងឯងអស់ហើយហេតុអីឯងមិនចាក់ចេញ 2 1 មួយទៀត ពេងអីប្រពន្ធខ្ញុំមិនទាន់បានផឹកទេអ្នកផឹកអស់ហើយ សម្លាញ់អ្នកមកវិញមែន ខ្ញុំអាចជឿបានខ្ញុំអាចលត់បានអស្ចារ្យ នេះមិនអាចទេ អ្នកពិតជាជួយសង្គ្រោះជីវិតខ្ញុំ នេះគ្រាន់តែជាសមត្ថភាពមួយរបស់ខ្ញុំយ៉ាងម៉េចដែរប្តីឯងពូកែមែនទេមកថើបខ្ញុំមួយ គុំស្គួត ម៉ាក់ខ្ញុំបានប្រាប់ម៉ាក់តាំងពីដំបូងប៉ាពូកែណាស់ អ្នកជានរណាពិតប្រាកដ អូខ្ញុំគ្រាន់តែ អ្នកចម្បាំងមេឃបានមកដល់ហើយ Chelsea ខ្ញុំបានប្រាប់អ្នកហើយពេលខ្ញុំជោគជ័យខ្ញុំនឹងសុំអ្នករៀបការខ្ញុំជោគជ័យហើយ គាត់ជាអ្នកចម្បាំងមេឃឬ បើនាងរីកាជាមួយអ្នកចម្បាំងនេះយើងនឹងត្រូវសង្កត់ ហេតុអីយើងមិនប្រើទីណូដើម្បីដោះស្រាយជាមួយអ្នកចាញ់នេះទីណូមានគេក្លែងបន្លំអ្នកលួចប្រពន្ធអ្នកបើខ្ញុំជាអ្នកខ្ញុំមិនអត់អន់ទេអីអ្នកណាជាមនុស្សអាក្រក់ចេញមកខ្ញុំនឹងសម្លាប់វា ជាមួយនឹងចរិតរបស់គាត់ពិតជានឹងសម្លាប់ណាខ្ញុំនឹងខត់គាត់នៅគាត់ទៅ គាត់គ្រាន់តែជាអ្នកចាញ់ហ៊ានក្រអឺតណាស់ ឯង ព្រះចៅសង្គ្រាមមេឃហេតុអីភ្ញាក់ផ្អើលម្លេះ ចាំគាត់ពិតជាអ្នកធម្មតាទេ ហាហាខ្ញុំចង់ធ្វើជាមិត្តនឹងអ្នកជាមនុស្សធម្មតាខ្ញុំមិននឹកស្មានថានៅតែត្រូវគេស្គាល់ប្រាប់គាត់ថាខ្ញុំជានរណាពិតមែន ទីណូគាត់ជានរណាពិតប្រាកដហេតុអីឯងភ្ញាក់ផ្អើលម្លេះវាគ្រាន់តែជាអ្នកចាញ់ខ្ញុំគ្រាន់តែលេងសើចនឹងឯងទេវាគ្មាននរណាទេជាមនុស្សតូចតាចខ្ញុំពិតជាមិនស្គាល់វាទេទីណូឯងលេងសើចខ្លាំងពេកហើយឯងធ្វើឲ្យខ្ញុំភ័យខ្ញុំស្ទើរតែត្រូវគេបោក អញ្ចឹងវាគ្រាន់តែជាការភ្ញាក់ផ្អើលឥតប្រយោជន៍ ខ្ញុំនិយាយត្រូវទេមិនស្កេងនេះអាចស្គាល់អ្នកធម្មតា ឯងអ្នកចាញ់ខ្ញុំមានអ្នកកោតសរសើរច្រើនឯងក្លែងបន្លំខ្ញុំអាចអត់ទោសឲ្យតែបើឯងចង់បាន Chelsea នោះជាបញ្ហាធំលុតជង្គង់រួចដូចឆ្កែវាចេញទៅដោយប្រុសសម្រាប់ Chelsea ខ្ញុំអាចទុកឲ្យឯងរួចខ្លួន គាត់ជាឪពុករបស់លូខ្ញុំមិនអាចឲ្យគាត់ស្លាប់ទេគិនសានគំនិតខ្ញុំរញ៉េរញ៉ៃណាស់ឥឡូវឲ្យខ្ញុំទៅខត់គាត់ឯងដឹកលូរត់ទៅមិន ម៉ាក់ត្រូវតែទុកចិត្តប៉ាអាចដោះស្រាយបាន អូកូនសម្លាញ់ប៉ាមិននឹកស្មានថាកូននឹងចេះគិតឆ្ងាយម្លេះនៅអាយុតូចចម្លេះពិតជាកូនបង្កើតរបស់ប៉ា អញ្ចឹងឯងនឹងហើយអ្នកដែលយកព្រំចារីរបស់ Chelsea ឯងអ្នកលេងស្រីខ្ញុំនឹងសម្លាប់ឯង អូទេមើលទៅដូចជានឹងមានរឿងល្អមើល ប្រើទីណូដោះស្រាយអ្នកចាញ់នេះធ្វើមួយដងបានពីរមិនអាក្រក់ទេទីណូ ឯងគិតថាឯងកំពុងប្រឈមមុខនឹងអ្នកណាហេ អ្នកណាវាខ្ញុំពីក្រោយ ឯងគ្មានគំនិតទេ
ឯងមើលមិនឃើញទេថាយើងកំពុងនិយាយគ្នានៅតែនិយាយយិតឈប់ឯងគ្មានការដឹងខ្លួនទេ អញ្ចឹងឯងហើយដែលវាខ្ញុំចលនានោះលឿនណាស់មើលទៅជំនាញរបស់គាត់គឺប្រយុទ្ធផ្ទាល់ដៃឲ្យខ្ញុំមើលល្បិចរបស់គាត់សិនរួចហើយវាឲ្យស្លាប់តែម្ដង ហេតុអ្វីបានជាព្រះសង្គ្រាមមេឃក៏ចាំងម៉ាក់ប៉ាស្អាតទេ អូហូ ម៉ាក់ចូលចិត្តគាត់ទេបើចូលចិត្តក៏និយាយចេញមកដោយក្លាហាន ឯងនិយាយអី អញ្ចឹងមិនខ្លះសម្លាញ់ខ្ញុំបានប្រាប់ឯងតាំងពីដើមមែនទេពូក្មេងទំនើនតូចតាចទាំងនេះមិនមែនជារឿងធំសម្រាប់ខ្ញុំទេតែឯងមិនជួយខ្ញុំសោះ អាយ៉ៃឯងហ៊ានបង្អួតស្នេហានៅមុខខ្ញុំអីខ្ញុំនឹងសម្លាប់ឯងដាវរបស់ខ្ញុំដាវនេះលើកនេះឯងអស់ហើយដាវឈួតផឹកឈាម ប្រដេច សំបីតែកម្មបិតតែបាយរបស់ខ្ញុំក៏ធំជាងដាវឯងដែរ ដាវនេះនៅជាមួយខ្ញុំរាប់ឆ្នាំសម្រាប់សត្រូវរាប់ម៉ឺននាក់មិនក៏កាត់ឡើងយ៉ាងនេះ ដាបើឲ្យប៉ាបង្ហាញល្បិចមួយទៀតដល់កូនយល់ព្រមទេ យល់ព្រម បាទដៃខ្ញុំហែកមេឃបាន ទីណូ ហេតុអីអ្នកចម្បាំងមេឃចាញ់ម៉ាក់ប៉ាបានបង្ហាញសមត្ថភាពដោយកម្លាំង ត្រូវហើយ ទៅថាបគាត់សារភាពកំហុសផង លូលូអ្នកណាបុរីណែង ឯងបោកឈ្នះគេខ្ញុំរបួសនៅសមរភូមិកម្លាំងខ្ញុំសតិចជាងពាក់កណ្ដាលឲ្យខ្ញុំជាសេសបៃសិនយើងនឹងប្រយុទ្ធគ្នាម្ដងទៀត ខ្ញុំសម្លាប់ឯងឥឡូវនេះឯងចាញ់អស់ហើយនៅហ៊ាននិយាយទៀត ឥឡូវការយកចិត្តទុកដាក់គាត់ផ្ដោតលើទីណូទាំងស្រុងបើខ្ញុំលុះវាយខ្ញុំអាចវាយឲ្យស្លាប់បានកំសាកស្លាប់ ហេស្បែកជើងខ្ញុំប្រឡាក់ ឥតអៀនខ្មាស់គាត់ប្រើអាវុធសម្ងាត់ ប៉ាចលនាដែលប៉ាទៅតែធ្វើនោះលុយណាស់កូនចង់រៀនដែរប៉ាអាចបង្រៀនកូនបានទេ សម្លាញ់ចៅនេនោះមិនសូវគួរសំទេកូនជាព្រះនាងតូចកូនគួររៀនចៅនេឆាតឆាយមែនទេ អូខេ សម្លាញ់ការសម្ដែងរបស់ខ្ញុំថ្ងៃនេះបានពេញទប់ពេញទេ ពិតណាស់ អញ្ចឹងអូនអាចថាបងបានទេ ពេលក្រោយពេលនេះតាបានជាសេសបៃហើយគិនសិនបានបង្ហាញពីកម្លាំងរបស់គាត់ខ្ញុំគិតថាគាត់សំនឹងខ្លាយជាកូនប្រសាររបស់គ្រួសារ Hennis ត្រឹមត្រូវហើយគៀនសិនពិតជាសំណឹងតែកម្លាំងរបស់ឯងមិនមែនដោយសារឯងពូកែទេគឺដោយសារ Chelsea អត់ ដោយសារខ្ញុំ តែចាស់នេះមានល្បិចអ្វីទៀត ពីមិនខ្ញុំចង់រកប្តីពូកែម្នាក់អត់ហែងពីព្រោះហែងមានរូបកាយស្ត្រីដែលខ្ពង់ខ្ពស់និងក៏មិនមានណាស់ បូរ៉ាដែលនៅជិតញាក់ នឹងទួលបានភ្លាមអំណាចដែលត្រូវហាត់រ៉បស្វិតគៀនសិនជាឧទាហរណ៍ដល់ល្អប៉ុន្តែជាអកុសលគៀនសិនគ្រាន់តែជាមនុស្សធម្មតាបើគប់គឹងជាមួយបណ្ឌិតឡនដូអ្នកចម្បាំងមេកម្លាំងរបស់គាត់នឹងទំថេងណាស់ ដូច្នេះអ្វីដែលគាត់មានឥឡូវនេះគឺដោយសារខ្ញុំ អូចាំបន្តិចប្រពន្ធខ្ញុំពិតជាមានធាតុយិនប៉ុន្តែខ្ញុំមានធាតុយ៉ាងដែលខ្លាំងជាងអំណាចខ្ញុំមកពីការយល់ដឹងនិងទេពកោសល្យខ្ពស់ណាស់វាគ្មានអ្វីពាក់ព័ន្ធនឹងអ្នកណាផ្សេងទេ មិនអាចទេរឿងនេះមិនអាចទៅរួចធាតុយ៉ាងគឺក៏មិនមានណាស់គេថាធាតុយ៉ាងជាធាតុដតេវភាពធ្វើម៉េចណាអាចមានធាតុយ៉ាង ខ្ញុំស្ទើរតែឈានដល់ឋានអមតៈហើយនាងជាអ្នកហាខ្ញុំមកផ្ទះ អូ កូនក្មេងខ្ញុំដឹងថាអ្នកចង់រក្សាមកប៉ុន្តែនៅបានទួច្រើនណាស់ពីគេស្រីខ្ញុំមិនមើលងាយណាស់ទេមិនបាច់បញ្ចុះទីទេ តាខ្ញុំ ទោះបីខ្ញុំបានផ្ដល់អំណាចនេះដល់គាត់ក៏ដោយគាត់មិនមែនជាមនុស្សមិនអាចបង្រៀនបានទាំងស្រុងទេ ខ្ញុំទ្រាំមិនបានទៀតហើយស្រីដែលខ្ញុំស្រឡាញ់ត្រូវបានឆក់យកដោយប្រុសឥតបានការម្នាក់ប៉ុន្តែទោះបីយើងរួមកម្លាំងគ្នាឥឡូវនេះក៏ដោយយើងមិនមែនជាគូប្រជែងរបស់គាត់ទេចុះបើបន្ថែមខ្ញុំផង Bobby មកធ្វើអីនៅទីនេះពួកយើង3នាក់ក្នុងនាមជាអ្នកជំនាញកម្ពុជាទាំង3នៃចំណាត់ថ្នាក់ស្ថានសួគ៌ក៏ចូលចិត្ត Chelsea តើខ្ញុំអាចខកខានដោយរបៀបណាត្រូវហើយដោយមានជំនួយពី Bobby
វានឹងងាយស្រួលផ្ដួលបរោះម្នាក់នេះចុះ គុំប្រញាប់ចេនសិននឹងខ្ញុំមានកូនហើយយ៉ាងណាក៏ដោយខ្ញុំនឹងមិនចាក់ចេញពីគាត់ទេ Chelsea បរោះម្នាក់នេះមិនសមនឹងគ្រួសារអ្នកតតែសោះគាត់មិនសមនឹងអ្នកតតែសោះមិនដូចពួកយើង3នាក់ទេមិនថាខាងគ្រួសារកម្លាំងឬទេពកោសល្យយើងជាកំពូលនៅលើលោកនិយាយបានល្អបើមិនមែនបានអ្នកដោយសំណាងពីមុនតើគាត់នឹងខ្លាំងម្លេះគាត់គ្រាន់តែជាអ្នកអាក្រក់ដែលមានសំណាងត្រូវហើយសម្រាប់គាត់ជ្រើសរើសម្នាក់ក្នុងចំណោមយើង3នាក់ធ្វើជាប្តីរបស់អ្នកគាត់ត្រូវតែស្លាប់ថ្ងៃនេះ ឯងអាក្រក់ណាស់ឯងទាំងអស់គ្នាមករួមគ្នាជិះជាន់ខ្ញុំលេងមិនស្អាត កូនក្នុងពិភពមនុស្សធំអ្នកខ្លាំងតែងតែគៀបសង្កត់អ្នកទុនខ្សោយមនុស្សនិយាយតែតាមអំណាចនិងផ្ទៃខាងក្រោយពិតមែនឪពុកឯងដែលគ្មានប្រយោជន៍ទើបតែមានសំណាងដើម្បីបានមកដល់ទីនេះគាត់គ្មានផ្ទៃខាងក្រោយគ្មានទំនាក់ទំនងតើគាត់មានអ្វីមកប្រកួតប្រជែងជាមួយខ្ញុំលូលូចាប់ពីថ្ងៃនេះឯងនឹងជំនួសតំណែងឪពុកឯងចាប់ពីពេលនេះទៅខ្ញុំនឹងពិតជាស្រឡាញ់ឯងនិងម្ដាយឯង ហេតុអីបានជាអ្នកទាំង3ត្រូវដើរលើកែមនៃសេចក្តីស្លាប់ឯងគំរាមខ្ញុំអ្វីដែលឯងនឹងបានគឺឆ្អាំងបាក់តែងទៅញែរញ៉ៃជាមួយប្រពន្ធខ្ញុំហើយដាក់គំនិតខុសចូលក្នុងក្បាលកូនស្រីខ្ញុំតម្លៃខុសឯងស្លាប់ហើយ ឯងកុំសាកបើថ្ងៃនេះយើងមិនបង្ហាញជំនាញពិតប្រាកដឯងនៅតែគិតថាឯងពូកែមែនទេផាត់មកនេះគឺជាផាត់សេរីរបស់គ្រួសារហាដានវាខ្លាំងជាងដាវនាគទៅទៀតបងប៊ូប៊ីដោយសារឯងបានបង្ហាញសន្លឹកឈ្នះខ្ញុំមិនអាចអង្គុយទំនេរបានទេដំបងមកវ៉យនេះគឺជាដំបងបឺតប្រលឹងរបស់គ្រួសារសាហ៊ីអំណាចរបស់វាស្មើនឹងផាត់សេរីពិតជាធ្វើឲ្យភ្នែកភ្លឺដើរមកដាវនាគមកដល់ហើយថ្ងៃនេះជាមួយសម្ព័ន្ធភាពរបស់យើងតើឯងមានអ្វីមកប្រយុទ្ធជាមួយការអបអរសាទរនៃណាការស្រែកអបអរនៃណា មើលទៅដូចជាថ្ងៃនេះអ្នកចាញ់នេះនឹងស្លាប់ ទោះបីជា Jensen គ្រប់គ្រងអំណាចដ៏ជាច្រើនស៊ូសរតែគាត់មិនអាចឈ្នះពួកគេទាំង3បានទេលើសពីនេះទៅទៀតពួកគេមានអាវុធគ្រួសារ Jensen នឹងចាំពិតប្រាកដ ចេនសិនជាឪពុករបស់លូលូគាត់មិនអាចស្លាប់បានទេបើអ្នកវាគាត់សម្រាប់ខ្ញុំជាមុនសិន អត់ទេឯងចេះតែលាក់ខ្លួនពីក្រោយស្រីទេបើឯងហ៊ានមកប្រយុទ្ធជាមួយយើងម្នាក់ៗ សម្លាញ់ខ្ញុំពិតជារំភើបនឹងងាយរយ័ព្ទរបស់អូនតែវាមិនចាំបាច់ទេព្រោះការកំទេចស្រមោចមួយនិងការកំទេចស្រមោចមួយហ្វូងវាមិនខុសគ្នាទេ អូនមិនអាចឈ្នះពួកគេទេយកលូលូទៅគីមុនសិន ខ្ញុំដឹងថាអូនមិនទាន់យល់ពីកម្លាំងរបស់ខ្ញុំទេដូច្នេះសូមឲ្យខ្ញុំបង្ហាញអូនមើលសម្លាញ់ខ្ចីដង្កៀបរងដែលខ្ញុំឲ្យអូននោះមកបានទេ អូខេទៅប៉ា ខាត់ពេលអស់វាគ្រាន់តែជាដង្កៀបរោមចាស់មួយឯងនិយាយលេងខ្ញុំទេ ត្រូវហើយ មើលទៅអ្នកចាញ់នេះទើបតែមានសំណាងដូច្នេះតោះត្រៀមវាយប្រហារកាប់លាតរលកយៈរស្មីដ៏ខ្លាំង ប៉ាពួកគេខ្លាំងណាស់សូម្បីតែមេឃក៏នឹកដែរ កំណត់ទ្រព្យនៃគ្រួសារទាំង3សូម្បីតែអ្នកជំនាញកំពូលក៏មិនអាចគេខុសពីគ្រូនេះបានដែរ ត្រៀមស្លាប់រត់ Chelsea ឯងរកប្តីល្ងងមែនទេស្អាតតែមួយភ្លេតទេ ចាត់ទុកដុំរមមនដូចជាទ្រព្យសម្បត្តិខ្ញុំមិនដែលឃើញអ្នកណាល្ងងដូចគាត់ទេឯងខុសឆ្ងល់ធ្វើទេរត់ កូនមិនធ្លាប់សង្ស័យអំណាចនៃដុំរមនវេទមន្តនេះទេឥឡូវមើលឲ្យច្បាស់ នេះតើវាអាចទៅរួចដោយរបៀបណា យើង3នាក់ជាមួយគ្នាក៏ចាំមើលទៅហាក់ដូចជាកម្លាំងកាយរបស់ទេស្រីខ្ញុំខ្លាំងជាងអ្វីដែលរៀនព្រេងនិទានបាននេះទេ អូដាឈប់និយាយពីរឿងនោះទៅបានហើយ អស់ចា ប៉ាដុំរោមមន់វេទមន្តនេះអស្ចារ្យមែនទេ ពិតមែនខ្ញុំជាប៉ាពិតប្រាកដរបស់កូនខ្ញុំមិនកុហកកូនទេ ប៉ាឲ្យមើលពីការសម្ដែងរបស់ប៉ាថ្ងៃនេះក្នុងរឿងដោះស្រាយជាមួយម៉ាក់យើងត្រៀមខ្លួនជាស្រេច ខ
ខ្ញុំជឿកូន ហេតុអ្វីអ្នកចាស់នេះខ្លាំងម្ល៉េះបើគាត់មកសងសឹកយើងនៅពេលក្រោយ Nạ đen góc nè, krok lang, ta dương ai, chanh nạ chanh đồ chùm đẹp. បាទក្រោកឡើងតើវាអាចទៅរួចដោយរបៀបណាយើងនៅមានសញ្ញាវាក្នុងដៃ Sân lớp bia, លោក Bobby អ្នកប្រកាសជីចង់ប្រើជើងណានោះទេគាត់បង្ខំយើងឥឡូវនេះយើងគ្មានជំរឿទេស្ងប់ស្ងាត់អ្នកទាំង3នេះអាចជាអាវុធរបស់យើងមិនមែនតែម្នាក់ទេអ្នកទាំងអស់គ្នាអាចត្រូវជួយដោះស្រាយច្បាស់គាត់គ្រាន់តែជាអ្នកក៏គាត់គិតថាវាតែប៉ុណ្ណឹងអាចបំភ័យយើងបានគួរឲ្យអស់សំណើចណាស់ លោកបង្ហាញខ្ញុំមើលអ្នកមានអ្វីខ្លះ ប៉ាម៉ាខ្ញុំត្រូវគេវាយជួយខ្ញុំហូរឈាមច្រើន អាវុធរបស់ពួកគេគឺការហៅពុកម្ដាយ ha mà nè, ប៉ាពួកគេកំពុងហៅពុកម្ដាយប៉ាគួរតែហៅពុកម្ដាយរបស់ប៉ាផង ប៉ាជាកូនកំព្រាខ្ញុំគ្មានប៉ា ការហៅប៉ាពេមានបញ្ហាជារឿងធម្មតាមែនទេអីឯងជាកូនកំព្រាអី ដូច្នេះអ្នកណាចិញ្ចឹមអ្នក ខ្ញុំត្រូវបានចិញ្ចឹមដោយគ្រូនៅលើភ្នំ ដូច្នេះអ្នកនេះនៅមានគ្រូ bà crew bỏ quạt klang, nu chia bánh hà, ដូច្នេះគ្រូរបស់ប៉ាច្បាស់ជាខ្លាំង គាត់មិនខ្លាំងសោះគាត់មិនបានវាយខ្ញុំសូម្បីតែមួយដងប៉ុន្តែលើគាត់គួរតែស្លាប់ហើយគាត់ច្បាស់ជាខ្លាយជាទេវតាហើយ មេគ្រូសាទាំង3មកដល់ហើយ អ្នកដឹកនាំគ្រួសារទាំង3ហេតុអីបានមកដល់លឿនម្ល៉េះ អ្នកណាវាយកូនខ្ញុំអ្នកណារៀនវាយកូនខ្ញុំមិនទុកគ្រូខ្លួនទេ ឯងហ៊ានវាយកូនខ្ញុំនឹងយកជីវិតវា ពួកគេទាំង3នាក់សុទ្ធតែជីជើហ្វាយកម្លាំងរបស់ពួកគេគឺអស្ចារ្យណាស់ណាម្នាក់ក្នុងចំណោមពួកគេអាចយកជីវិតឯងបានត្រឹមត្រូវគ្រូសាពួកគេខ្លាំងណាស់គ្រូសាធម្មតាដូចឯងមិនអាចនឹកស្មានដល់ទេ Sassy, anh của tata groy alone nè, barman anh chăm tê. Con sri yang nâng khmia nửa bọc, កូន Bruce អ្នកហៅយូណាត់ដែលវាឯង បាទឪពុកគឺគាត់ហើយឪពុកចាំទេឯងត្រូវវាយគាត់ឲ្យចិត្តស្លាប់ខ្ញុំចង់ឲ្យគាត់ឈឺចាប់ ពិតប្រាកដណាស់ Dino ឯងមិនចាំបាច់ប្រជែងជាមួយខ្ញុំទេអ្នកណាវាយកូនខ្ញុំត្រូវតែសន្សំដោយខ្លួនឯង ស្ត្រីមុន anh khern tê, phu kế tên gay nè, trong anh slap, Chelsea នៅតែមិនចង់ប្រឈមមុខជាមួយពួកគេឯងចង់ខ្លាយជាស្ត្រីមេម៉ាយរបស់អ្នកចាស់នេះ yang throw twergy lo. Chỉ mùi cầm lăng robot phu kế, anh khmia nọ caste. ប៉ាថ្ងាស្ប៉ាជ្រាវជ្រួញអស់ប៉ាក៏មានស្ត្រេសដែរឬ ពិតណាស់ខ្ញុំស្ត្រេសកូនតូចចាប់កូនធំក៏មកឯងនឹងហើយជីតាជីដូងនិងដូនតាទាំងអស់របស់ឯងខ្ញុំនឹងផ្ទួលអ្នកទាំងអស់គ្នាជឿទេ ឯងថាអី ឯងឈួតខ្ញុំយល់ហើយឯងហ៊ានណាស់ប៉ាលែងទប់ទៀតហើយបញ្ចប់វាឥឡូវឪពុកម្ដាយយើងគឺខ្លាំងណាស់អ្នកដែលមានសមត្ថភាពបែបនេះមិនអាចស្មើពួកគេទេជំនួសឲ្យអង្គវរសុំទោសឯងទៅបំផុសពួកគេទៅវិញឯងពិតជាគួរឲ្យអស់សំណើច ត្រៀមខ្លួនខ្ញុំមិនដឹងទេ ចាំសិន អូអាក្រក់ណាស់ តែនេះអាចទៅរួចដូចចម្ដេចដូច្នេះណាអាចលុបចានសមត្ថភាពរបស់យើងទាំងបី ជីតាមិនចេះក្បាច់គុណទេតើគាត់ខ្លាយជាខ្លាំងបែបនេះនៅពេលណា Lo crew. Đi bùm phốt crew bùm hang, át sinh nhan bớt robot lo. តើអាចទៅជាជីតាពិតជាគ្រូម្នាក់ ដោយសារវាមិនដល់ហើយខ្ញុំគ្មានជំរឿសក្រៅពីបង្ហាញខ្លួនទេតាមពិតទៅគ្រូសាហេនីសគឺជាគ្រូសានៃការពារមួយក្នុងចំណោមពីរខ្ញុំគឺជាមនុស្សខ្លាំងបំផុតកាលពី40ឆ្នាំមុនគេហៅខ្ញុំថាអ្នកដែរ លោកគ្រូ40ឆ្នាំបានកន្លងផុតទៅលោកនៅតែសង្ហាដូចពីមុនបេះដូងខ្ញុំកំពុងលោតញាប់ ជីតានិងយាយពិតជារ៉ូមែនទិកណាស់
គ្រូសាអ្នករ៉ូមែនទិកហេតុអីអ្នកមិនចេះខ្លះអ្នកគួររៀនខ្លះអញ្ចឹងមិនអីទេ ជាក់ស្ដែងលោកតាតើគាត់ជាអ្នកកុរបាំងដេកមែនទេយល់ហើយមិនបានជួបគ្នា ប៉ាតើគាត់ពិតជាខ្លាំងមែនទេ លើសពីនោះទៅទៀតឪពុករបស់ Hangster តែជាប្រាចំណាត់ថ្នាក់ទី28ហើយនៅស្ម័យនោះគាត់ជាប់ចំណាត់ថ្នាក់ទី2គេនិយាយថានៅក្រុងដែលសាលមានគ្រូសាណាថៃរ៉ាសាពីវិមាន Kenabi មេដឹកនាំសម្ព័ន្ធបាច់គុណបច្ចុប្បន្នគឺជាគ្រូសាមួយក្នុងចំណោមនោះប៉ុន្តែខ្ញុំមិនដែលនឹកស្មានថាគ្រូសាមួយទៀតគឺគ្រូសា Hennes ចាប់តាំងពីយើងបង្កើតឡើងគ្រូសាណាថៃរ៉ាសារបស់យើងតែងតែលះបង់ដើម្បីចាប់ Aras ទទួលបន្ទុកបេសកកម្មថៃរ៉ាសាសនភាពពិភពលោកប៉ុន្តែខ្ញុំមិននឹកស្មានថាវិមាន Kenabi នឹងធ្វើក៏ដូច្នេះដោយព្យាយាមដណ្ដើមគ្រាប់អ្នករបស់គ្រូសា Hennes ហើយពួកគេក៏ចង់បំផ្លាញត្រារបស់ Stegaras គេថា Stegaras គឺជា Aras ដែលវត្តនៅសម័យបុរាណដូនតាយើងធ្លាប់បានដាក់ត្រាគាត់ពេលគាត់រត់ឡើងវិញអ្វីទាំងដោះនឹងត្រូវកំផ្លាញ ត្រឹមត្រូវហើយឥឡូវនេះយើងត្រូវតែកម្ចាត់វិមាន Kenabi ហើយប្រើអំណាចនៃគ្រាប់នេះដើម្បីពង្រឹងត្រាថ្ងៃស្លែកជាតិនៅចុងក្រោយខ្ញុំសូមឲ្យអ្នកទាំង10គ្នាចូលរួមជាមួយខ្ញុំហើយប្រកាសសង្គ្រាមលើវិមាន Kenabi ប្រកាសសង្គ្រាមលើប្រព័ន្ធរីជវាំង Stekenobi អ្នកទាំង3គឺជាអ្នកប្រាជ្ញពិសិដ្ឋបើយើងទៅធ្វើសង្គ្រាមតើយើងមិនចាញ់ទេស៊ូមគិតដល់ប្រជាជនដើរតាមខ្ញុំអូលោកតាយើងត្រូវពិចារណារឿងនេះជាមុនសិនគិតពិចារណាច្បាស់ ប្រព័ន្ធរីជវាំង Stekenobi គឺជាទេវតាអណ្ដាប់ទី10តើយើងមិនមែនកំពុងស្វែងរកបញ្ហាទេស ង្គ្រាមអីយើងគួរតែចូលខាងប្រព័ន្ធរីជវាំង Stekenobi ដើម្បីសុវត្ថិភាព ទេបើយើងធ្វើបែបនោះឆេរីនឹងមិនចូលចិត្តខ្ញុំទៀតទេនៅតែព្យាយាមឈ្នះបេះដូងស្រីអ្នកគ្មានខ្មាស់គេក្រោយមកបើគ្រូសាហានីសត្រូវវិនាសសាបសូន្យនោះអ្នកនឹងទទួលរង្វាន់អ្នកណាដឹងព្រះបរមរាជវាំង Stekenobi អាចឲ្យយើងឈើស៊ីទៀតផងហើយបន្ទាប់មកយើងអាចធ្វើអ្វីដែលយើងចង់ យើងយល់ព្រមហេអញ្ចឹងចិត្តនៅឡាមិតអូចាំហើយខ្ញុំមានការប្រជុំត្រូវទៅហើយ ប៉ារឿងសំខាន់នេះខ្ញុំទុកឲ្យប៉ាដោះស្រាយ ខ្ញុំត្រូវចេញទៅជាបន្ទាន់ខ្ញុំគិតថាផ្លេចបិទចង្ក្រាន ប៉ាវាគ្រោះថ្នាក់ណាស់ទៅផ្ទះវិញទៅ ខ្ញុំត្រូវទៅហើយ អូខ្ញុំស្រាប់តែមកដឺ ម៉ាក់អញ្ចឹងម៉េចម៉ាក់អស់រដូវច្រើនឆ្នាំហើយ ឯងមកនិយាយខ្លាំងអញ្ចឹង ទៅជួបគ្រូពេទ្យឯងគេខ្លាចស្លាប់ ប្តីខ្ញុំ ឈើរ៉េឯងដឹងទេថាខ្ញុំនិយាយពិតយប់មិញយាយខ្ញុំមកសុបិនខ្ញុំគាត់ថាខ្ញុំរៀបការឆ្នាំនេះមិនបានទេខ្ញុំចេញទៅហើយ ឯង ឃើញទេគាត់ជាមនុស្សបែបណា ឯងមិនត្រូវក្បត់ខ្ញុំទេ អូសម្លាញ់តើខ្ញុំអាចក្បត់ឯងបានយ៉ាងម៉េច ហាឡូហេអូសញ្ញាខ្សោយខ្ញុំកំពុងហៅពីខាងក្រៅ ឯងឈួត ឯងចេញទៅមិនបានទេឯងក៏មិនស្មោះត្រង់ដែរ មានឆ្មានៅផ្ទះខ្ញុំធ្វើលំហៃធ្លាក់ចូលប្រឡាយខ្ញុំត្រូវទៅផ្ទះឲ្យលឿន ឆ្មានោះក៏ធ្លាក់ចូលប្រឡាយដែរឬ គាត់គ្មានស្មាតទេ ប្រហែលជា Hello Kitty ពេលមានគ្រោះថ្នាក់បែបនេះចិត្តពិតរបស់គេត្រូវបានបង្ហាញ Jensen ឈប់ធ្វើពុតទៀតទៅប្រណប់រត់ទៅដោយអំណាចនៃវិមាន Kenabi ឯងនៅក្នុងគ្រួសារ Hennes ប្រកាសជាត្រូវវិនាសហេ ខ្ញុំបានប្រាប់ឯងហើយស្ដាប់ចុះខ្ញុំមិនខ្វល់ពីវិមាន Kenabi នោះទេសម្រាប់ខ្ញុំវាគ្មានអ្វីទេ Chelsea កូនខ្ញុំទាំងអស់គ្នាស្ដាប់បើខ្ញុំចូលរួមបន្តិចពិភពលោកនេះនឹងក្លាយជាអស្ចារ្យបំផុតហើយបន្ទាប់មកដៃខ្ញុំដាក់ក្នុងហោប៉ាគ្មាននរណាអាចប្រយុទ្ធជាមួយខ្ញុំបានទេ ឃើញនាងមានទំនុកចិត្តខ្លាំងធ្វើឲ្យយាយនឹកឃើញពីឯងពេលឡើងនឹកក្មេង កូនព្រោះឯងជឿជាក់ពេកទៅប្រាប់ប្របរមរាជវាំង Kenabi វីដម៉ៃខ្មៃគៀវយកតាមដំបូនម៉ានអានយកលូលូហើយចេញទៅឲ្យលឿនយ៉ាងហោចណាស់បែបនេះគ្រូសាល Hennes នឹងមានអ្នកស្នំមរតក បើលោកមិនជឿខ្ញុំយកខ្ញុំទៅទីនោះថ្ងៃស្អែកមើលចុះថាខ្ញុំត្រូវគេផ្ទូលរត់ខ្ញុំនឹងដោះស្រាយព្រះបរមរាជវាំង Kenabi នោះ អានគ្រាន់តែណែនាំឯងបានប៉ុណ្ណោះតែខ្លួនផងស្ដាប់ទាំង10នេះសមាជិកគ្រួសារ Hennes ចាស់ ថ្ងៃស្អែកមកជាមួយអានទៅព្រះបរមរាជវាំង Kenabi ហើយប្រយុទ្ធរហូតដល់ទីបញ្ចប់ តាខ្ញុំមិនចង់ទៅទេខ្ញុំមិនចង់ស្លាប់ទេ តាខ្ញុំនៅចង់រៀបការនៅឡើយខ្ញុំក៏មិនចង់ស្លាប់ដែរ អែនគិតថាអញចង់ស្លាប់ឬនេះគឺដើម្បីការពារគ្រួសារយើងវិជាបេសកម្មនឹងជោគវាសនាគិតមិនរួចទេពេលដែលត្រាស្តេកអារ៉ាសត្រូវបានបំបែកមិនត្រឹមតែយើងទេអង្គរណេកទាំងមូលនឹងក្លាយទៅជាភេ
នោះនឹងជាទីបញ្ចប់នៃពិភពលោក ហេឯង នេះជាសម្លៀកបំពាក់របស់លូលូនិងរបស់ចាំបាច់របស់នាងមានអាឡែរស៊ីសន្តិទេនាងមិនចូលចិត្តអាហារហឺពេលនាងកេងស៊ូនាងចូលចិត្តដតភួយចេញអ្នកត្រូវចាំការពារនាង មានរឿងអី ម៉ាក់មិនស្រឡាញ់ប៉ាទៀតទេ លូលូម៉ាក់ក៏មិនចង់ចាក់ចេញពីលូលូដែរប៉ុន្តែម៉ាក់មានជំរឿទេបន្ទាប់ពីនេះលូលូទៅគីមួយប៉ាថ្ងៃស្អែកយើងទៅប្រែបរំរីកវិញខានូពីវាអាចពោពេញទៅដោយការលំបាកខ្ញុំមិនចង់ឲ្យលូលូស្លាប់ជាមួយខ្ញុំទេបន្ទាប់ពីនោះលូលូទៅគីមួយណា Chelsea ប្តីអូនខ្លាំងជាងគេខ្ញុំអាចដោះស្រាយបញ្ហារបស់អូនបានយ៉ាងងាយស្រួល ម៉ាក់ត្រូវតែជាបុរសដែលម៉ាក់ជ្រើសរើសប៉ាខ្លាំងជាងគេ លូលូកូននៅទុកនៅឡើយទេមានរឿងខ្លះដែលកូនមិនទាន់យល់ប៉ុន្តែកេនសិនពេលនេះអូនជាមនុស្សចំហើយអូនត្រូវគិតឲ្យមានភាពពេញវ័យអូនមិនអាចគ្រាន់តែព្រោះខ្ញុំបានឲ្យអំណាចដល់អូនហើយធ្វើជារឹងរូសទេវាមានសេកេណូពីជាកន្លែងដែលមានអំណាចខ្លាំងបំផុតលើពិភពលោកសមត្ថភាពរបស់គាត់ខុសខ្លាំងណាស់សូម្បីតែចតារបស់ខ្ញុំក៏មិនអាចឈ្នះគាត់ដែរបើអូនទៅអូននឹងខ្លាចគេសាក់ក្របយល់ទេ ខ្ញុំមិនមែននិយាយថា សុទ្ធតែទោះបីអូនមិនខ្លាំងគ្រប់គ្រាន់ក៏ដោយយ៉ាងហោចណាស់អូនអាចមើលតែលូលូបានដើម្បីលូលូចូលរស់នៅឲ្យបានល្អបន្ទាប់ពីនេះក៏វាស្នេហ៍ខណញ្ញាតយើងនឹងជួបគ្នាទីក្នុងជាតិក្រោយ យើង លូលូអត់ទូសៃម៉ាក់ផងម៉ាក់មិនអាចនៅជាមួយកូនជារៀងរហូតទេកូនត្រូវតែរកម៉ាក់នឹងបួងសួងឲ្យកូនពីស្ថានសុគម ហេសំឡាញ់តើកូនគិតថាហេតុអ្វីម៉ាក់ភ័យខ្លាចចម្លែក ខ្ញុំក៏បារម្ភដែរតាមដែលខ្ញុំដឹងម៉ាក់មិនផ្លាស់ប្ដូរចិត្តទេ ចុះយ៉ាងម៉េចដែរព្រឹកស្អែកយើងនឹងទៅវិមានស្តេកកេណូប៊ីពីព្រលឹមហើយកំចាត់ពូកេចោលដូច្នេះម៉ាក់របស់កូនអាចមើលឃើញថាខ្ញុំពូកែប៉ុណ្ណាចុះកូនថាម៉េច ប៉ុន្តែប៉ាមុនចូលគេងកូនចង់ឬម៉ាក់និទានរឿងឲ្យកូនស្ដាប់មើលទៅយប់នេះកូនមិនអាចគេងលក់ទេ គេហ៊ានមករំខានដល់ម៉ោងគេងកូនខ្ញុំប្រាប់កូនឯងយប់នេះប៉ានឹងធ្វើការបន្ថែមម៉ោងនាំកូនទៅវិមានស្តេកកេណូប៊ីហើយកំចាត់ពូកេចោល ប៉ាមានតែពីរអ្នកយើងទេប៉ាចង់ឲ្យកូនហៅព្រះមេឃនិងព្រះភ្នំមក បញ្ហាតូចបែបនេះហេតុអីហើយច្រើនម្ល៉េះ ប៉ាតាមពិតកូនព្រួយបារម្ភថាប៉ាមិនអាចដោះស្រាយតែម្នាក់ឯងបានទេ សំឡាញ់កូនត្រូវតែជឿជាក់ជានិច្ចលើប៉ាដល់ពេលប៉ាបង្ហាញកូនជំនាញពិតរបស់ប៉ា Kensei មកហើយលោក ប៉ាគាត់មើលទៅដូចអាសុរគីលីនពីក្នុងតុកតាមែនទេ ពិតមែនគាត់ជាសិទ្ធិជីរបស់ប៉ាហើយកូនជាមនុស្សតែម្នាក់គប់ដែលអាចទទួលមរតកគាត់ ប៉យប៉ាកូនដឹងថាប៉ាពូកែតែកូនមិនដឹងថាប៉ាអស្ចារ្យម្លេះទេកូនចង់ថាប៉ា អាចារ្យ ប៉ាមើលទៅដូចជាបេសកកម្មនេះនឹងដំណើរការដោយរលូន ពិតប្រាកដ ប៉ាកូនមិនដែលជិះគីលីនទេវាអាចហោះបានឆ្ងាយប៉ុណ្ណា ប៉ាមិនដឹងថាវាលឿនប៉ុណ្ណាពេលវាហោះឡើងវាលឿនដូចផ្លេកបន្ទោអ្វីហាកាត់កូនប្រកាសជាចង់សាកល្បងឲ្យប៉ានាំកូនទៅមើលមិនអីទេតោះទៅរួចរាល់ទៅ អុយខ្ញុំសូមអង្វរសូមព្រកូនខ្ញុំហើយមានជីវិតសុវត្ថិភាពនោះជាអ្វី Rook Green Prayer អ្នកចង់ក្រាបថ្វាយបង្គំព្រះបរមរាជវាំងព្រះបាទកេណូប៊ីហើយក្លាយជាអ្នកបម្រើក្នុងរាជវាំងទៀតឬការបម្រើព្រះបរមរាជវាំងព្រះបាទកេណូប៊ីជាកិត្តិយសរបស់យើងប៉ុន្តែសូមផ្ដល់តំណែងឲ្យយើងខ្ញុំខ្ពស់ជាងអ្នកបម្រើប្រហែលជាអ្នកសម្ដែងលោក ត្រឹមត្រូវហើយយ៉ាងណាក៏ដោយយើងជាមនុស្សស្មានតបកូនប្រុសយើងក៏ជាមនុស្សពូកែដែរបើគេដឹងថាយើងជាអ្នកបម្រើ ឪពុកខ្ញុំយល់ពេលដែលស្តេចអាក្រក់ភ្ញាក់ឡើងថ្ងៃណាមួយមិនត្រឹមតែទីក្រុងដាសាប៉ុន្តែពិភពលោកទាំងមូលគ្រួសារស៊ីរីយុសអាចគ្រប់គ្រងបាន
អញ្ចឹងក្នុងនាមជាអ្នកបម្រើក្នុងរាជវាំងតើអ្នកមិនចង់ទេចង់ហើយស្ដាប់លោកហូរីគ្រូសាហានីស្មកដល់ថ្ងៃស្អែកពេលពួកគេមកចុះចាញ់តើលោកអាចទុកកូនស្រីគ្រូសាហានីឲ្យយើងបានទេដើម្បីយើងអាចហាធ្វើឲ្យកូនស្រីគ្រូសាហានីក្លាយជាអាហារដ៏ល្អរបស់យើងជាពិសេសម្នាក់ឈ្មោះ Chelsea នាងជាសាច់ដុំថ្នាក់ល្អលោកហូរីតាមយោបល់លោកតើយើងអាចក្នុងនាមជាអ្នកបម្រើដ៏ស្មោះត្រង់របស់លោកសូមលោកប្រគល់ Chelsea ឲ្យយើងខ្ញុំពិតណាស់គ្មានបញ្ហាទេប៉ុន្តែខ្ញុំនឹងទៅមុននឹងអូគ្មានបញ្ហាទេការចែករំលែកស្ត្រីជាមួយលោកហូរីជាកិត្តិយសរបស់យើងអ្នកពូកែណាស់ហាំនរណានោះពួកគេហ៊ានបង្កបញ្ហានៅទីនេះហេតុអ្វីបានជាសម្លេងនោះស្គាល់ក្មេងឯងនឹងហើយខ្ញុំចង់សម្លាប់គាត់ដែរមិននឹកស្មានថាគាត់មកតែម្នាក់ឯងទេនោះហើយគាត់ជាកូនប្រសាររបស់គ្រួសារនេះគ្រាន់តែជាកូនប្រសារហើយគាត់ហ៊ានប្រឆាំងនឹងវិមាន Kenobi ហើយគាត់នាំក្មេងម្នាក់មកផងតើអាចជាអានេះឈួតពូកំសាអ្នកគួរតែកាន់យុទ្ធធម៌តែអ្នករត់ចេញមកនេះដើម្បីក្បត់យើងហើយចូលខាងវិមាន Kenobi អ្នកឯងនៅតែជាមនុស្សហ្វឺវិមាន Kenobi នឹងបង្រួបបង្រួមពិភពលោកជំរឿរបស់យើងគឺឆ្លាតវៃប្រយ័ត្នស្ទើរតែប៉ះខ្ញុំសំទុកលោក Horis ឈប់និយាយទៀតសូមឲ្យយើងដោះស្រាយពួកអាសម្រាមនេះឲ្យលោក Horis ប៉ាគេច្រើនជាងយើងទៅសំឡាញ់កុំភ័យពេលមានរឿងមើលប៉ាដោះស្រាយគេខ្ញុំនឹងដោះស្រាយសាកស្ពែងមុនខកហាខកឃើញទេកូនគេគ្រាន់តែគេចវេះគេមិនអាចឈ្នះប៉ាតតែសោះខ្ញុំនឹងសម្លាប់ឯងវាក្បាលបង្វិលឈួតហើយប៉ាមានបញ្ហាអ្វីទេប៉ានិយាយលេងទេហេតុអ្វីខ្ញុំមិនអាចវាគាត់វាមិនសមហេតុផលទេខូចណាស់អាម៉ាស់ណាស់លោកតាសូមធ្វើសកម្មភាពផងខ្ញុំមិនបានប្រយុទ្ធយូរហើយក្មេងនេះនៅក្មេងនៅឡើយទេដោយសារគាត់មានសមត្ថភាពពីកំណើតវាហាក់ដូចជាចលនារបស់គាត់ប្រហែលជាប្រសើរជាងខ្ញុំទៅទៀតសមត្ថភាពពីកំណើតលោកតាអ្នកអមិតភ្នែកកើបិទមាត់អ្នកចាញ់គាត់ជាព្រឹទ្ធាចារ្យនៃវិមាន Kenobi ជាព្រះអាក្រក់ទី3ដែលមានសមត្ថភាពពីកំណើតខ្ពស់បំផុតឯងអស់ហើយសូមលោកតាធ្វើសកម្មភាពបំបត្តិគាត់ចោលបន្ទាប់ពីអ្នកបំបត្តិគាត់ហើយដល់វេនយើងហើយរីកាខ្ញុំចង់វីគាត់សឹកអ្នកទាំងអស់គ្នាស្អប់ខ្ញុំខ្លាំងម្ល៉េះទេគ្រាន់តែជាមនុស្សអាក្រក់ម្នាក់គ្រាន់តែដោយការបំផិតបំភ័យរបស់ខ្ញុំអាចវីគាត់ឲ្យខ្មៅចំបានឯងលុតជង្គង់នោះហើយជាសម្រេចតរបស់លោកតាគាត់អស់ហើយអ្នកកំពុងនិយាយជាមួយអ្នកណាលោកអាយហេតុអ្វីលោកលុតជង្គង់សិល្បៈស្រែកតបទូភ្លើហើយគាត់ខ្លាំងពេកហើយអស្ចារ្យគាត់ខ្លាំងម្លេះសោះប៉ាខ្ញុំឃ្លានហើយប្រញាប់ចាប់ចុះរួចធ្វើបាយឲ្យខ្ញុំផងអូខេកូនសម្លាញ់
ប៉ានឹងប្រញាប់ឡើង អូខេ បើចាប់កូននោះបានខ្ញុំអាចបង្ខំវាឲ្យធ្វើតាមមកនេះក្មេង អ្នកអាក្រក់ខ្ញុំមិនខ្វល់ កូនអ្នកណៅខ្លាំងក្មេងមកនេះឈានមួយជំហានទៀតខ្ញុំនឹងវាឯងអ្នកណាខ្លាច វីមកចុះ អត់ទេលោកស៊ីរីយុសអាចវាក្មេងបានទៀតផងក្មេងអាយុ6ឆ្នាំមិនអាចទេពួកគេចម្លែកពេកទាំងពីរ ហេឯងថាឯងខុសគ្នាត្រង់ណាយើងពិតជាល្អណាស់ ប៉ារំលឹកខ្ញុំម្ដងទៀតខ្ញុំស្រឡាញ់ប៉ាខ្លាំងណាស់ ឯងក៏ពូកែដែរកូនសម្លាញ់ប៉ាស្រឡាញ់កូន ម្សិលមិញនៅមុខយើងគាត់បង្អួតស្នេហ៍ហើយឥឡូវគាត់បង្ហាញស្នេហ៍ដល់ក្មេងខ្ញុំស្អប់ពួកគេណាស់ខ្ញុំពិតជាចង់សម្លាប់ពួកគេតែខ្ញុំមិនអាច ឯងខ្សឹបពីឯងដាក់ដៃពីក្រោយក្បាលហើយតម្រៀបគ្នាកូនសម្លាញ់ឯងចង់ឲ្យប៉ាអាកាសហែងទេអំពីការហាត់សម្រឿងនិងការសម្ដែងលើឆាករបស់ហែង ប៉ាខ្ញុំនៅក្មេងនៅឡើយប៉ាទៅមុន អូខេប៉ានឹងបង្ហាញឲ្យឯងមើលអញ្ចឹងខ្ញុំបញ្ជាឯងអត់ទៅដៃនៅតែធ្វើរឹង អត់ទេខ្ញុំមិនហ៊ានទេពីមុនយើងមិនដឹងថ្ងៃនេះលោកបង្រៀនយើងមេរៀនល្អសម្រាប់យើងយល់ភ្លាម យកឯង ឯងនឹងត្រូវភ្លេចបន្ទោព្រោះឯងអួត ឯងថាអីខ្ញុំអួតរាល់ថ្ងៃហើយមិនដែលត្រូវភ្លេចបន្ទោទេ អាយប៉ានិងបងប្រុសខ្ញុំកំពុងហៅស្តេចអារក្សថ្ងៃស្អែកខ្ញុំនឹងសម្លាប់ឯង ហាក់ដូចជាអ្នកនៅតែមិនព្រមស្ដាប់ឯងកំពុងបង្ខំខ្ញុំមកកែប្រែង ហើយកែត្រូវគេវាយទៀតហើយខ្ញុំហៀបនឹងហូរឈាមដោយសារគេវាយនោះព្រោះតែឯងខ្សោយពេក អំពើហិង្សាមិនមែនជាវិធីតែមួយដើម្បីដោះស្រាយបញ្ហានោះទេមានតែការបន្សុទ្ធព្រលឹងទើបអាចផ្លាស់ប្ដូរអាកប្បកិរិយាបានពិតប្រាកដតើមកជាមួយខ្ញុំស្ដាប់ទៅកាន់សំឡេងដ៏ជ្រៅក្នុងព្រលឹងអ្នកច្រៀង អ្នកគ្រាន់តែគ្រប់គ្រងពួកគេបែបនេះពួកគេមិនអាចចាក់ចេញបានទេចិត្តខ្ញុំរឹងការសម្រេចចិត្តខ្ញុំរញ៉េញ៉ៃអ្នកគ្រាន់តែគ្រប់គ្រងពួកគេបែបនេះ តាយើងមានតែប៉ុន្មានអ្នកប៉ុណ្ណោះតើយើងអាចប្រយុទ្ធជាមួយព្រះបរមរាជវាំងកេណូប៊ីដោយរបៀបណា តាខ្ញុំខ្លាចយើងគុំទើអេខ្ញុំខ្លាច គ្រូសាហេនីសជានកាពីទូដឹងថាមិនអាចទៅរួចក៏យើងមិនអាចដឹកឲ្យបានដែរនេះជាជោគវាសនារបស់យើងទៅ ចាប់ពីពេលនេះតើអ្នកជាអ្នកក្រោមបង្គាប់ទាបបំផុតរបស់ខ្ញុំរបស់កូនស្រីខ្ញុំលេខ 54527 បាត់លោក ឈើត្រង់ត្រៀមតើ បាត់ឆ្វេងបាត់ស្ដាំដើរទៅមុខរស់ស្លាប់ដូចឆ្កែត្រូវគេជេរកុំប្រុស ឆ្កែគួរឲ្យចាប់អារម្មណ៍ណាស់ត្រូវគេជេរកុំប្រុស តាមើល មិនចម្លែកទេដែលគ្រូសាខេណូប៊ីអាចខ្លាចជាគ្រូសាកំពូលពួកគេមានវិន័យខ្លាំងណាស់ហ្វឹកហាត់តាំងពីព្រឹកបើប្រៀបធៀបគ្រូសាហារីសរបស់យើងថ្មីនេះបានទូលស្រាលពេក តែខ្ញុំមានអារម្មណ៍ថាមានអ្វីខុសពួកគេមើលទៅដូចជាត្រូវគេបង្ខំពួកគេហាក់ដូចជាមានស្នាមរបួសលើមក ការហ្វឹកហាត់ពីព្រឹកណាចូលចិត្តមើលទោះបីជាត្រូវគេបង្ខំក៏ដោយក៏ពួកគេនៅតែរឹងមាំនិងពោពេញដោយចិត្តសាទរស្នាមរបួសនៅលើមុខរបស់ពួកគេប្រហែលជាដោយសារពួកគេប្រយុទ្ធណាស់ម៉ងម៉ាត់ណាស់បើខ្ញុំអាចត្រឡប់ទៅវិញបានខ្ញុំក៏នឹងធ្វើឯណាហ្វឹកហាត់យ៉ាងតឹងរឹងបែបនេះដែរគ្មានពេលទេទៅ ឈប់
ខ្ញុំបាដុននៃគ្រូសាហារីសបានមកប្រជុំមុខនឹងសេចក្តីស្លាប់ ហេតុអីគ្រូសាហានីសមកទីនេះទៀតហើយនេះហើយដែលខ្ញុំហៅថាគ្រូសាផ្លាស់មកនៅជាមួយគ្នា តាតាអូប៊ីដែលគេមើលមកយើងវាមិនស្រួលខ្លួនទេ អត់សំហេតុផលទោះបីយើងមិនអាចឈ្នះក៏ដោយគុំធ្វើឲ្យគ្រូសាហានីសខ្មាស់គេបាដុនអ្នកដែរមកប្រជែងនឹងសេចក្តីស្លាប់សង្ឃឹមថាព្រះរាជវាំងស្តេកេណូប៊ីបញ្ជូនអ្នកមកប្រយុទ្ធ ឯងធ្វើបាបខ្ញុំពេញមួយយប់ម្សិលមិញឥឡូវឯងមកបង្ហាញមុខដោយអួតអាងយ៉ាងនេះឯងចង់រករឿងខ្ញុំមែនទេខ្ញុំនឹងដាល់ឯងឲ្យសន្លប់លោកហូរីចាំយើងនៅមានឱកាសផ្លាស់ប្ដូរវា តាតាចម្លែកណាស់មែនទេមានអ្នកណាម្នាក់មកកាលពីយប់មិន ខ្ញុំប្រាប់ឯងម្ហូបនៅទីនេះមិនល្អទេអាក្រក់ណាស់របស់នៅទីនេះអាក្រក់ខ្លាំងណាស់ឯងនៅតែអាចញ៉ាំវាបាន ម្ហូបប៉ាឆ្អិនឆ្ងាញ់ជាងគេខ្ញុំចង់ញ៉ាំបន្ថែមមាន់នឹងផ្សិតពីម្សិលមិញ អ្វីដែលឯងញ៉ាំកាលពីម្សិលមិញគឺជាសត្វទេវកថារឿងព្រេងវាផុតពូឆាយតោះញ៉ាំអ្វីផ្សេងទៀត Jameson លូលូឯងមកទីនេះធ្វើដែរតាក៏ដែរតែធ្វើបាបពួកគេតែអ្នកមកធ្វើអ្វីនៅទីនេះ អ្នកដេញយើងចេញកាលពីម្សិលមិញឥឡូវខ្ញុំគ្មានកន្លែងនៅទេខ្ញុំអាចស្នាក់នៅតែវាំងស្តេកកេណូប៊ីប៉ុណ្ណោះខ្ញុំត្រូវតែទទួលស្គាល់ក្រែនៅវាំងស្តេកកេណូប៊ីធំហើយស្រួលដេក អ្វីយប់មិនណាស់អ្នកនៅវាំងស្តេកេណូប៊ី អ្វីគេមិនវាយណាស់ទេ ម៉ាក់ខ្ញុំប្រាប់អ្នកហើយប៉ាខ្ញុំខ្លាំងណាស់មនុស្សអាក្រក់កាលពីម្សិលមិញរឹងរូសណាស់ប៉ាក៏ដោះស្រាយគេចាប់ពីពេលនេះទៅគេមិនហ៊ានរំខានយើងទៀតទេគាត់ម្នាក់ឯងវាឈ្នះវាំងស្តេកកេណូប៊ីទាំងមូល ពួកខ្លាចណាស់ណាពិតជាម្នាក់ឯងវាឈ្នះ Ramsteak and OB ពេលខ្ញុំធ្វើធ្ងន់ធ្ងរគ្មាននរណាឈ្នះខ្ញុំទេ ខ្ញុំដឹង Chelsea រូបរាងថាឆានរបស់អ្នកធ្វើឲ្យខ្ញុំដឹងកម្លាំងរបស់ Jensen សុទ្ធតែមកពីណា ដូច្នេះគុណសម្បត្តិទាំងអស់ជារបស់ Chelsea អ្នកស្រុកក្រៅនេះពិតជាមានសំណាងណាស់ តាមានន័យយ៉ាងម៉េចខ្ញុំបានប្រាប់តែច្រើនដងហើយកម្លាំងរបស់ខ្ញុំហាត់ដោយខ្លួនឯងវាគ្មានអ្វីពាក់ព័ន្ធនឹងនាងទេ អញ្ចឹងទោះបីឯងមានសមត្ថភាពខ្លាំងក៏ដោយវាគ្មានអ្វីទាក់ទងនឹង Chelsea ទេ នោះក៏នៅតែល្អដែរ បុរសម្នាក់ត្រូវតែមានសេចក្តីថ្លៃថ្នូរយើងអាចយកគាត់បានព្រោះ Jensen មកពីដើមកំណើតទាបដើម្បីបានមកដល់កម្រិតនេះការទៅអំនួតរបស់គាត់គឺពិបាកពេកហើយអត្តចរនេះពិតជា Jensen ឯងនឹង Chelsea ជាគ្រួសារតែមួយអ្វីដែលជារបស់ហេងក៏ជារបស់អញដែរនៅខាងក្រៅឯងដែលច្រាអាងថាងជាណាត់ទូខុសត្រូវឯងយកព្រមទេ តាយើងអាចធ្វើអ្វីទៀតដើម្បីឲ្យលោកតាជឿ តាមពិតវាគឺដោយសារតែខ្ញុំទាំងដល់ខ្ញុំគ្រាន់តែសង្ឃឹមថាគាត់នឹងទំពេញវ័យសពសុខធ្វើដូចឆ្មេងទៀតទៅ ហេតុអ្វីបើហារមិននៅទីនេះគាត់ច្បាស់ជាទៅទឹកដីបិទចិត្តដើម្បីហៅ Steak Arabs លោកតានិយាយត្រូវហើយឪពុកនិងបងប្រុសរបស់ខ្ញុំបានទៅទឹកដីបិទចិត្តហើយវាគ្រាន់តែជាបញ្ហាពេលវេលាប៉ុណ្ណោះប្រហែលជា Steak Arabs បានត្រឡប់មកកាន់ពិភពលោកវិញហើយពេលនោះគ្រូសាស៊ីរីយូសនឹងឈ្នះគ្រប់គ្នាគ្រប់គ្រងពិភពលោកឯងគួរតែលុតជង្គង់អង្វរសុំក្តីមេត្តាឥឡូវនេះប្រហែលជាលោកហូរីនៅតែសុខចិត្តអភ័យទោសឲ្យឯង ហេតុអ្វីអញមិនបានបង្រៀនឯងទេនៅតែរឹងរូសទៀត Jensen ដោះប្រញាប់ទៅទឹកដីបិទចិត្តខ្ញុំខ្លាចថាវានឹងយឺតពេល ហេតុអ្វីមិននិយាយពីមុខតោះទៅឥឡូវនេះ កន្លះម៉ោងទៀតត្រានឹងត្រូវបំបែកទាំងស្រុងស្ដេចអារក្សនឹងត្រឡប់មកពិភពលោកវិញហើយខ្ញុំក្នុងនាមជាអ្នកនាំសាររបស់ស្ដេចអារក្សនឹងក្លាយជាអ្នកខ្លាំងបំផុតប៉ាពូកែជាងគេជានិច្ច Robin តើខ្ញុំខ្លាចជាស្ត្រីទី1ហើយឬ ហ៊ានណាស់ឯងល្ងងឬស្ត្រីទី1គឺម៉ាក់ខ្ញុំ ផ្លូវភ្នំនេះពិបាកណាស់យើងត្រូវបង្កើនល្បឿនតើ ប្រញាប់ឡើងប៉ា តែយើងយឺតពេកហើយ ឯងហ៊ានខ្ជិលលើ
លឿនជាងនេះហ៊ានបងឈប់វាយខ្ញុំប្រឹងអស់ហើយប៉ាជួយខ្ញុំផងប៉ាអ្នកត្រូវតែជួយខ្ញុំកូនអើយអ្នកណាវាឯងគឺគាត់អាចារ្យ អញ្ចឹងបើហារមកហើយគិនសិនអញឃើញក្របនេកទាំងពីរនៅលើទូទេ ឃើញហើយ ឥឡូវយកក្របនេកនោះមកហើយទេវតាមវាអាចប្រាប់ប្រឆាំងនឹងស្តេកបាន វាមើលទៅស្គាល់ ប៉ាអ្នកត្រូវសងសឹកឲ្យខ្ញុំអញហ៊ានវាយកូនខ្ញុំអញចង់ស្លាប់ប៉ាកុំសម្លាប់គាត់នៅឡើយហេតុអ្វីបានជាឯងនៅចង់ឲ្យគាត់រស់គាត់នឹងបានផលយប់មិញខ្ញុំគេងមិនលក់ខ្ញុំគិតឃើញវិធី18យ៉ាងធ្វើទារុណកម្មគាត់ថ្ងៃនេះខ្ញុំចង់សាកល្បងកូនអើយឯងបានទទួលមរតកភាពខុសខើពីឪពុកពិតណាស់លោកហូរីខ្ញុំមានវិធី69យ៉ាងធ្វើទារុណកម្មគាត់ខ្ញុំសាកល្បងបានទេខ្ញុំមាន108យ៉ាងខ្ញុំមាន365យ៉ាង អ្នកទាំងអស់គ្នាជាពួកអាក្រក់ខ្ញុំខំប្រឹងស្វែងរកវិធីធ្វើឲ្យអ្នកក្លាយជាមនុស្សហើយអ្នកខំគ្រប់យ៉ាងដើម្បីសម្លាប់ខ្ញុំតើអ្នកជាមនុស្សដែរឬទេ អីខ្ញុំនឹងសម្លាប់ឯងអាក្រក់មិនមែនតែឯងទេនឹងប្រពន្ធឯងផងខ្ញុំនឹងធ្វើឲ្យជីវិតឯងក្រៀមក្រោះជាងស្លាប់ទៅទៀត តើនោះមិនមែន Chelsea ទេអញ្ចឹងបុរសនោះជាប្តីឯងហើយ Chelsea តើអ្នកមានទំនាក់ទំនងនៅវិមាន Kenobi ទេ 6 ឆ្នាំមុនគាត់បាននាំនោះមកខ្ញុំជួយខ្ញុំផង នាងស្រីមានរឿងអីសូមគ្រប់គ្រងខ្លួនឯងផង នាងស្រីខ្ញុំនៅតែជាព្រហ្មចារីយើងកំពុងតែសប្បាយណាស់ ស្ងៀមទៅ ហេតុអីអូនខ្លាចមានកូនហើយនៅខ្មាស់ Chelsea អញ្ចឹងអ្នកស្រុកនេះជាអ្នកដែរឯងនៅជាមួយគាត់ឯងជាស្រីថោកណាស់ឯងរកតែមនុស្សចាញ់ ខ្ញុំមិនមែនជាស្រីតោកទូទាំងទេឯងគ្រាន់តែប្រើបុរសដើម្បីឡើងឋានៈ ឯងអញ្ចឹងបើខ្ញុំជាស្រីថោកខ្ញុំប្រើជំនាញខ្ញុំដើម្បីបានបុរសល្អបំផុតក្នុងលោកកាលនៅរៀនឯងតែងតែយាយីខ្ញុំឥឡូវឯងធ្វើបានតែគឺមានកូនជាមួយអ្នកចាញ់នោះឯងមិនអាចប្រៀបធៀបនឹងខ្ញុំបានទេ សម្លាញ់នេះហើយអ្នកដែលឯងនិយាយល្អជាងខ្ញុំខាងរូបរាងនិងសមត្ថភាពមិនអាក្រក់ទេនាងបើឯងព្រមធ្វើជាស្រីស្នំរបស់ខ្ញុំនឹងធានាថាមិនប៉ះពាល់គ្រួសារឯងទេនាងមិនអាចធ្វើជាស្រីស្នំឯងបានទេយើងទាំងអស់គ្នាកំពុងតម្រង់ជួរត្រូវហើយមិននឹកស្មានថាស្រីនេះមានប្រជាប្រិយភាពខ្លាំងម្ល៉េះអត់ពិតទេខ្ញុំត្រូវតែចូលរួមអ្នកទាំងអស់គ្នាថយក្រោយឲ្យខ្ញុំនាំមុខ Robin ហេតុអីបានជាអ្នកក្បត់ខ្ញុំ សម្លាញ់ខ្ញុំគ្រាន់តែស្រឡាញ់អ្នក ខ្ញុំមិនខ្វល់ទេខ្ញុំមិនចង់ឲ្យអ្នកប៉ះស្រីឆ្កេងនេះនោះទេ កុំរារាំងខ្ញុំពីការចាប់ចិត្តនាងថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកថាបុរសពិតជាយ៉ាងណាបងកុំ ឯងចង់លបួងប្រពន្ធខ្ញុំមែនឯងគិតថាឯងខ្លាំងជាងគេមែនទទួលកណ្ដាប់នេះទៅអាខ្លាំង ឈប់ឯងបងកម្លាំងគាត់អស្ចារ្យណាស់ឯងមិនអាចឈ្នះគាត់ទេហេតុអីមិនប្រាប់ខ្ញុំពីមុនខ្ញុំហ៊ាននឹងប្រាប់អ្នកតែអ្នកចេញទៅបាត់ហើយ អូនឃើញទេនោះហើយជាប្រពន្ធទាំងអស់គ្នាគ្រាន់តែបំភ័យទេប្តីអូននៅតែពូកែជាងគេ គាត់ខ្លាំងពេកហើយពិតជាដោយសារតែខ្ញុំមែនទេ ប៉ាឲ្យមេរៀនគាត់វីគាត់ពិធីបានបញ្ចប់ស្
ស្ដេចអារក្សចុះមកកាន់ពិភពលោក អូទេយើងមានបញ្ហាហើយណាគិតតែពីបង្ហាញអំណាចតែផ្លេចបេសកម្មចម្បង 1000 ឆ្នាំហើយអ្នកណាដាស់ខ្ញុំព្រះអង្គស្ដេចអារក្សគឺខ្ញុំបម្រើរបស់ព្រះអង្គដែលបានបំបែកត្រាខ្ញុំខ្ចីរូបកាយរបស់ខ្ញុំឲ្យព្រះអង្គក្នុងលោកនេះ សាប់យកក្របបាល់នេះមានតែអំណាចក្របបាល់នេះទេទើបអាចឲ្យប្រណីស្ថានសុខបានហើយដាក់ត្រាកតវិញ ខ្ញុំធ្វើបានហើយទីបំផុតខ្ញុំបានជោគជ័យអ្នកចង់បាននេះមែនទេ ចាប់ហើយយើងវិនិច្ឆ័យគ្មានសង្ឃឹមទីទេ ដាលើកក្រោយបើតាមានផែនការនិយាយឲ្យស្ងាត់តានិយាយខ្លាំងពេកមនុស្សល្មៀល្ងានោះប្រកាសជាធ្វើឲ្យខូចការ នេះហួសពីអំណាចស្ថានសុខចាប់ពីពេលនេះទៅខ្ញុំជាអ្នកខ្លាំងជាងគេក្នុងលោកសូមអបអរសាទរលោកម្ចាស់បានដណ្ដើមយកពិភពលោក អ្នកមិនអាចឈ្នះពិភពលោកនេះទេ ពួកគេមិនមែនជាអ្នកចូលនិវត្តន៍នឹងក្មេងស្រីដែលបាក់ខ្លួនទេអ្នកដែលដេសនលេងសឹកដាក់នោះទូតសារដែលបាននិយាយ វីរបុរសទាំង4នៃទីក្រុងដាសាហេតុអ្វីបានជាពួកគេនៅទីនេះអ្នកស្គាល់ពួកគេទេគេអ្នកមិនដឹងទេពួកគេខ្លាំងមិនគួរឲ្យជឿនៅសម័យនោះពួកគេសុទ្ធតែជាអ្នកខ្លាំងដែលគួរឲ្យខ្លាចប៉ុន្តែដោយសារមូលហេតុខ្លះពួកគេបានបាត់ខ្លួនយ៉ាងអាប់កំបាំងក្រោយមកខ្ញុំបានលើថាពួកគេបានខ្លាចជាអ្នកបម្រើរបស់មនុស្សពូកែម្នាក់អ្នកណាគាត់យកមនុស្សខ្លាំងដូចពួកគេមកធ្វើជាអ្នកបម្រើមនុស្សខ្លាំងបំផុតគឺខ្លាំងបំផុតដែលខ្ញុំធ្លាប់ឃើញគួរឲ្យខ្លាចណាស់មនុស្សដែលស្ទើរតែដូចព្រះខ្ញុំប្រាប់អ្នកគាត់បានបង្រៀនខ្ញុំពី3ម៉ាត់ដោយចៃដន្យហើយខ្ញុំក៏ខ្លាំងដល់ម្លេះសូម្បីតែជូតស្បែកជើងគាត់ខ្ញុំក៏មិនសមដែរតើអ្នកកំពុងនិយាយអំពីមនុស្សរឿងព្រេងនោះបាទលោកម្ចាស់មនុស្សនោះរួមបញ្ចូលសម្រស់និងប្រាជ្ញាជាគំរូនៃអ្នកជិះសេះនិងវីរបុរសម្ចាស់សាខាឋានសួគ៌មិនអាចទៅរួចទេតើគាត់អាចខ្លាំងដល់ម្លេះបានដោយរបៀបណាមិនអាចទៅរួចទេខ្ញុំមិនជឿទេ អ្នករាល់គ្នាយឺតពេកហើយខ្ញុំបានផ្ញើសារក្នុងក្រុមរួចហើយអ្នកមិនបានឃើញទេ ទើបតែមិនមានសារអ្វីសោះទើបតែចូលមកដល់កុំខឹងអី លូតើណាស្កែលអ្នកទាំង4អ្នកនេះដោយរបៀបណា អូម៉ាក់ខ្ញុំបានប្រាប់អ្នកហើយពួកគេមិនមែនជាអ្នកធំទេពួកគេជាអ្នកក្រោមបង្គាប់របស់ប៉ា អ្នកក្រមបង្កប់របស់ជេសន អ្នកក្រោមបង្គាប់របស់លោកសូមគោរពថ្វាយបង្គំព្រះអង្គលោកម្ចាស់ ឯងមានពិសោធន៍ច្រើនជាងខ្ញុំចុះហេតុតែឯងចាត់ទុកជិនសិនជាគ្រូរបស់ហែង ឯងមកធ្វើអីនៅទីនេះ ក្រោមការណែនាំរបស់គ្រូខ្ញុំអាចដណ្ដើមបាននគរទាំង10នៃតំបន់ខាងលិចខ្ញុំមកសង្គុណជាពិសេស ខ្ញុំគ្រាន់តែបង្រៀនឯងបន្តិចបន្តួចខ្ញុំមិនមែនជាគ្រូឯងទេកុំផ្សព្វផ្សាយរឿងនេះអី ខ្ញុំចាំបានហើយគឺគាត់ជាមេទ្វារស្ថានសួគ៌ Jensen Angjimet Verstan Sukner ត្រឹមត្រូវហើយអូនខ្ញុំបានប្រាប់អូនយូរហើយប៉ុន្តែឯងមិនព្រមជួយខ្ញុំសោះមកនេះថើបខ្ញុំមួយ អ្នកអាចធ្ងន់ធ្ងរបន្តិចបានទេ អួយព្រះអើយគ្រូខ្ញុំបានបង្រៀនបច្ចេកទេសប៉ុន្តែខ្ញុំមើលងាយគាត់ជេរប្រមាថគាត់ហើយថែមទាំងលួចប្រពន្ធគាត់ខ្ញុំមិនមែនជាមនុស្សសោះខ្ញុំជាសត្វតិរិឆានមិនបាច់ធ្វើបែបនេះទេបងមិនបាច់ចំពោះខ្ញុំឯងគ្មានតម្លៃអ្វីទេមិនខាងស្ដាយក្រោយយអត់វាមិនមែនរឿងខ្ញុំទេវាគ្មានន័យអ្វីសម្រាប់ខ្ញុំទេខ្ញុំមិនស័ក្តិសមខ្ញុំនឹងកាត់ដៃខ្លួនឯង ឯងហ៊ានមែន តើយើងមិនត្រូវលុតជង្គង់ទេខ្ញុំចាប់ផ្ដើមស្ដាយក្រោយហើយខ្ញុំមិនអាចប៉ះគាត់បានទេមែនទេឪពុកសូមអត់ទោសឲ្យពួកយើង មើលហេតុអីបានជាគេហៅខ្ញុំថាឪពុកឥឡូវ ប៉ាពួកគេទាំង4នាក់ចង់សម្ព័ន្ធគ្នាហើយតើប៉ាអាចឈ្នះពួកគេបានទេខ្ញុំដឹងអី លោកដើម្បីដោះស្រាយពួកអំពើអាក្រក់បែបនេះអ្នកមិនបាច់ប្រឡាក់ដៃខ្លួនឯងទេទុកឲ្យយើងទាំង4នាក់ដោះស្រាយពួកគេវិញ ដោយវិធីដ៏ខុសខើបំផុតកុំទុកឲ្យពួកគេស្រួល យកព្រម Jensen ខ្ញុំមិនជឿថាអ្នកពិតជាមានអ្នកក្រោមបង្គាប់ឥឡូវយើងស្មើគ្នាហើយ តែ
ឥឡូវតាត្រូវតែទទួលស្គាល់ថាខ្ញុំពូកែ ប៉ុន្តែវាច្បាស់ជាដោយសារណាមានតែស្រីរបស់ខ្ញុំរូថៃទើបគេឃើញសក្តានុពលរបស់ណាតែពិតជាអស្ចារ្យពួកគេក៏ចូលរួមជាមួយណា មិនមែនអញ្ចឹងទេ បើអញ្ចឹងតែស្រីរបស់ខ្ញុំគឺជាតំណែងពីព្រះ មិនមែនទេតា មានរឿងអី អ្នកទើបតែអស់កម្លាំងអ្នកមិនបានញ៉ាំអីទេ ខ្ញុំមិនដែលគិតថាស្តេចអារក្សនឹងខ្លាំងម្លេះទេគេមិនអាចឈ្នះវាបានសោះមានតែខ្ញុំសូមនឹងទទួលការគោរព លោកម្ចាស់គាត់ខ្លាំងណាស់នោះមិនមែនជាអំណាចរបស់មនុស្សធម្មតាទេយើងខ្ញុំធ្វើឲ្យលោកម្ចាស់ខកចិត្ត ឈប់ទៅព្យាបាលរបួសលឿន បាទលោកម្ចាស់ មនុស្សធម្មតាខ្ញុំទើបតែហៅអំណាចស្តេចអារក្សអ្នកនិងខ្ញុំអាចចែករំលែកកម្លាំងដ៏ខ្លាំងនេះគួរឲ្យស្ដាយណាស់ដែលអ្នករឹងរូសពេកឥឡូវនេះអ្នកឃើញខ្ញុំហើយតើអ្នកស្ដាយទេ បើហែណាបានបំវិញផ្លូវហើយបានផ្ដការបង្រៀនរបស់ដូនតាយើងមេឃនឹងដាក់បណ្ដាសាណា បណ្ដាសាឥឡូវនេះខ្ញុំជាមេឃតើអ្នកណាអាចឈរប្រឆាំងនឹងខ្ញុំបានខ្ញុំនឹងបង្កើតសន្តាប់ធ្នាប់ថ្មីក្នុងពិភពលោកនេះពេលវេលារបស់ខ្ញុំបានមកដល់ហើយ បាទអ្នកអាចឈ្នះគាត់បានទេ កូនឈួតបែងគ្រាន់តែជាមនុស្សធម្មតាម្នាក់ប៉ុណ្ណោះឥឡូវនេះបើហែត្រូវស្ដេចការ៉ាស្ជុលហើយគាត់ខ្លាចជាតារកស្ពេកកណ្ដាលហើយគ្មានវិធីផ្សេងទេលើកលែងតែប្រជុំមកកាន់ពិភពមនុស្ស ដូច្នេះខ្ញុំនឹងស្លាប់នៅទីនេះ ខ្ញុំមិនចង់ស្លាប់ទេ ពួកល្ងងខ្លៃទោះអ្នកធ្វើពូកែយ៉ាងណាតើអ្នកអាចធ្វើអ្វីបាននេះជាថ្ងៃចុងក្រោយរបស់អ្នកលុតជង្គង់ចុះចូលនឹងខ្ញុំស្រីទាំងអស់នឹងក្លាយជារបស់លេងរបស់ខ្ញុំ Jameson នាំលូលូចេញទៅឲ្យលឿនលូលូនៅទុកនៅឡើយនាងមិនអាចរងគ្រូបានទេ ឈប់សិនចាំខ្ញុំគិតសិន ក្នុងពេលដូចនេះមានអីត្រូវគិតទៀត រឿងសំខាន់បំផុត សិស្សរបស់យើងដោយសារយើងចិត្តខ្លាយជាប្រហើយមានរឿងសំខាន់បំផុតមួយដែលយើងត្រូវប្រាប់អង គុំរំខានការផ្ចង់អារម្មណ៍ខ្ញុំលោកគ្រូ នេះសំខាន់ណាស់វាតកតងនឹងសុវត្ថិភាពមនុស្សជាតិទាំងដោះត្រាស្ដេចតារ៉ាសកំពុងរលំវាមិនអាចបិទត្រឡងវិញបានទេបើយើងរកវិធីមិនឃើញមនុស្សជាតិនឹងត្រូវវិនាស ខ្ញុំខ្លាំងជាងគេខ្ញុំមិនអាចទៅយកគាត់តែម្ដងបានទេរូត្រមែនទេ ស្ដេចតារ៉ាសគឺជាប្រណីភាពងឹតទោះបីអ្នកមានធាតុយ៉ាងក៏ដោយរាងកាយមនុស្សរបស់អ្នកនៅតែមិនអាចឈ្នះគាត់បានទេ គាត់ខ្លាំងម្លេះទេ លើកលែងតែខ្ញុំរកស្រេចដែលមានធាតុយានម៉ៃណាហើយឲ្យអ្នករៀបការជាមួយនាងធាតុយាននិងធាតុយ៉ាងរួមគ្នាពួកគេអាចបំផ្លាញស្ដេចតារ៉ាសបាន ធាតយាននោះជាប្រពន្ធខ្ញុំ Chelsea និយាយថាខ្ញុំស្រឡាញ់អ្នក មិនមែនពេលនេះទេអ្នកនៅតែគិតពីរឿងនោះទៀត នេះសំខាន់ណាស់គ្រាន់តែនិយាយមក អ្នកអស់ហើយ តែ ខ្លាំងណាស់ប៉ាខ្ញុំខ្លាំងណាស់គ្រូសាស៊ីរីយុសនឹងក្លាយជាអ្នកខ្លាំងបំផុតក្នុងពិភពលោកទីបំផុតយើងអាចសង្សឹកបានដោះស្រាយមនុស្សឥតប្រយោជន៍នោះអ្នកមិនដឹងឋានៈរបស់ខ្លួនទេ ខ្លាំងណាស់នេះជាអំណាចរបស់ Stake Araser Chelsea គ្រាន់តែនិយាយមក អ្នកអស់ហើយ ប៉ាហេតុអីគុំទៅ ប៉ាមិនអាចការពារអូនទៀតទេស្ដាប់ម៉ាក់ឯង Jameson ក្រោកឡើង Jameson ក្រោកឡើង វីម្ដងប៉ាខ្ញុំក៏សម្លាប់គាត់អស់ចំណេញណាស់យើងមិនបានធ្វើទារុណកម្មគាត់លោកហូរីអ្នកអាចបញ្ចេញកំហឹងលើស្ត្រីនោះអើពេលឯងហើយឲ្យយើងលេងសប្បាយខ្លះដែរគំនិតល្អខ្ញុំនឹងទៅមុន ម៉ាក់ប៉ាពិតជាស្លាប់ហើយឬ អ្នកមិនអាចទេ Jameson តែអ្នកមិនបាននិយាយថាអ្នកគ្មានគូប្រៀបទេតែអ្នកមិនបាននិយាយថានឹងបង្រៀនលូលូការពារខ្លួនទេ គុំចាក់ចេញគាត់ពិតជាស្លាប់ហើយ ដូច្នេះយើងគ្មានផ្លូវចេញទេ Jameson ខ្ញុំស្រឡាញ់ណាស់ Jameson ខ្ញុំស្រឡាញ់ណាស់ ឯងមិនទាន់ស្លាប់ទេអីតើគាត់រស់ឡើងវិញដោយរបៀបណាវាមិនសមហេតុផលទេ អាឡៃ គាត់ត្រូវគេបោកទៀតហើយឯងហ៊ានសម្លាប់កូនខ្ញុំពេលវេលារបស់ឯងអស់ហើយប៉ាតើនេះអាចទៅរួចដោយរបៀបណាតើអំណាចរបស់ស្ដេចអារក្សនៅមិនទាន់ច្របាច់បញ្ចូលគ្នាពេញលេញទេ មើលសម្លាញ់រាល់ពេលដែលអ្នកនិយាយថាខ្ញុំស្រឡាញ់អ្នកខ្ញុំអាចខ្លាចជាអ្នកដែលឈ្នះមិនដែលចាញ់ក្នុងលោកនេះនិយាយម្ដងទៀតមក យើងទៅនិយាយនៅផ្ទះវិញ
ប៉ាខ្ញុំចាញ់ហើយការសម្ដែងរបស់ប៉ាបោកខ្ញុំ សំឡាញ់ចាំថាការក្នុងគ្រួសារដូចយើងការរស់ឡើងវិញពីស្លាប់គឺដូចជាការធ្វើដំណើរទៅស្ថានសួគ៌ជារឿងធម្មតាទេ ខ្ញុំដឹងអំណាចរបស់ស្ដេចអារក្សទើបតែច្របាច់បញ្ចូលគ្នាហើយវាមិនទាន់បង្ហាញពេញលេញទេព្រះម្ចាស់ស្ដេចអារក្សសូមប្រទានអំណាចដល់ខ្ញុំផងព្រះអារក្សមែនទេប្រទានអំណាចឲ្យឯងហើយខ្ញុំនឹងសម្លាប់ឯងប៉ាមិនអាចទេព្រះម្ចាស់ស្ដេចអារក្សតើគាត់ស្លាប់បែបនេះដោយរបៀបណាខ្ញុំសូបិននឺហេតុអីមនុស្សធម្មតាម្នាក់ខ្លាំងម្ល៉េះកុំដេកខ្ញុំចង់ភ្ញាក់ឥឡូវនេះ តាលោកតាមិនអីទេ ខ្ញុំមិនអីទេគ្រាន់តែស្ទើរតែស្លាប់ តានិយាយពីអ្វីខ្ញុំនៅទីនេះធ្វើម៉េចឲ្យតាស្លាប់បាន ខ្ញុំក្រោកឈរឡើងវិញហើយខ្ញុំអាចលោករត់បានឯងជួយសង្គ្រោះតាទៀតហើយ តាលោកតានិយាយរឿងចម្លែកហេតុអីបានជាតានិយាយយ៉ាងនេះខ្ញុំជាកូនប្រសាររបស់តាឥឡូវតាត្រូវតែទទួលស្គាល់ថាខ្ញុំពូកែ ជាស្រីរបស់តារកឃើញដែលអស់ហើយ ទីបំផុតទទួលស្គាល់ ប៉ុន្តែបើហេតុត្រូវបានលុបបំបាត់ដោយសារតែរូបរាងកាយរបស់ហេងធ្វើឲ្យតាគិតឡើងវិញនៅក្នុងគ្រួសារហេនីសមានមនុស្សអស្ចារ្យម្នាក់បានលេចចេញមក យើងចង់ត្រឡប់មកផ្លូវត្រូវវិញកែប្រែខ្លួនយើងអត់ទោសឲ្យយើងបងពីពេលនេះទៅឯងជាម្ចាស់របស់យើងខ្ញុំខុសហើយបងអត់ទោសឲ្យខ្ញុំ ចាន់សិនយើងគួរធ្វើម៉េចជាមួយមនុស្សទាំងនេះ ខ្ញុំជាមនុស្សចិត្តល្អខ្ញុំមិនសម្លាប់គេទេ អ្នកពិតជាមនុស្សល្អណាស់ រូងរបស់ស្ដេចអារ៉ាត្រូវបានសម្អាតអស់ហើយកន្លែងនោះត្រូវស្ដេចអារ៉ាបំផ្លាញអស់ជាច្រើនឆ្នាំវាមិនស្រួលទេបើយើងដាក់គេឃុំនៅទីនោះវាអាក្រក់ជាងស្លាប់ទៅទៀតអ្នកគួរតែត្រូវគេឃុំនៅទីនោះដែរមិនដែរ សន្តិភាពបានវិលមកវិញហើយខ្ញុំអាចសម្រាប់បានហើយបន្ទាប់មកគ្រូសាល Harris នឹងពឹងផ្អែកលើអ្នកនឹង Chelsea ខ្ញុំមិនចាប់អារម្មណ៍ក្នុងការគ្រប់គ្រងរឿងនេះទេឥឡូវនេះខ្ញុំចង់ធ្វើតែពីរយ៉ាងទី1ធ្វើជាឪពុកពេញម៉ោងទី2 ម៉ាក់ខ្ញុំចង់ឲ្យម៉ាក់និងប៉ាឲ្យខ្ញុំមានប្អូនប្រុសឬប្អូនស្រី មានច្រើនទៀត សូមក ូនល្អកូនពិតជាគួរឲ្យស្រឡាញ់ណាស់សម្លាញ់ក្នុងនាមជាឪពុកម្ដាយយើងគួរតែព្យាយាមបំពេញបំណងកូនខ្ញុំគិតថាយើងគួរតែទៅផ្ទះលើនេះហើយបង្កើតកូនទៅមិនដែរ អ្នកកំពុងរករឿង ខ្ញុំដឹងហើយយើងនិយាយគ្នាពេលក្រោយ